chìm khmai mùi tông ní mà nó kéo sờ rát na tha con ai kênh tư công dung xua rong mà đai niệm bọnนี้ยำจับอารมณ์บ่าผมมาโอนบ่า bọn nó chia rồi vươn này โอ้ปะไตยกเคยลูกแก้วสลัดได้เรียงไหน bà pa từ buông chúa tha chia prong toal sniết pa yok prapun tiết khai nhiệt kế tha khai chất mà đai trong cây khmiên mê ta Prum vi hia tho trong puông rùm con ថាតើមូលហេតុអីបានបងជំរុញឲ្យទឹកចិត្តបងចូលប្រឡូកនៅក្នុងវិស័យសិល្បៈនេះបាទ Rồi nghiệp ca có cồn cho áo đáy ơi nức láng à lay đầy kề một na bằng ơi Rồi nghiệp ca có cồn cho áo đáy ơi nức láng à lay đầy kề một na bằng បាទសុំផ្ទះដៃមួយបងបងប្អូន ឧទាហរណ៍ចឹង បាទឥឡូវបងប្រុស បើនិយាយពីប្រឡងជំរៀងធ្លាក់100ធ្លាក់99ហើយប្រឡងដំបូងនៅកំពង់ធំដូចជា សួរថាហេតុអីក៏ជំរុញទឹកចិត្តឲ្យបងឡើងប្រឡង យើងគិតថាមកពីខ្ញុំអួតដែរអួតក្នុងអារម្មណ៍រត់អញច្រៀងព្រោះដែរស្រាប់តែប្រឡងយើងច្រៀងមួយភ្លេងមួយអីយើង អត់មានអ្នកជំរុញពីក្រោយម្ដាយឬក៏មិត្តភក្តិបងប្អូននេះ ឪពុកម្ដាយគាត់សប្បាយចិត្តដែរយើងទៅប្រឡងទៅអី បាទ ហើយបងប្អូនគេប្រាប់ទៅអាគេប្រឡងចម្រៀងឯងសលេងល្អឯងទៅប្រឡង អូមានការជំរុញដែរ បាទទៅប្រឡងធ្លាក់ល្មម អូ ធ្លាក់បាយថាមែនទៅសុកសុកចឹងទៅខ្លួនឯងក៏មានអ្នកជំរុញដែរ គេអូអ្នកមានគុណយ៉ាជីវិតណែកូនអីលើអ្នកសូនណែយ៉ាចោលកូនណែអាចកាងអូ កម្រងនគររាជ ហ្នឹងបត់ក្នុងភាសាតែមួយប៉ុន្តែបត់ផ្សេង មានកម្រងផ្សេងគ្នាមានកម្រងបាទបែរហៅកម្រងតាមមនោសញ្ចេតនាបាទជំរាបសួរពុកម៉ែបងប្អូនក៏ដូចជាទស្សនិកជនដែលកំពុងតែតាមដាននៅ Channel Page របស់សែមជឿនក៏ដូចជារបស់បងប្រុសយើងយន់ផងដែរនៅពេលនេះយើងមានកិត្តិយសមែនតើដែលបានធ្វើកិច្ចសម្ភាសបាទបងប្រុសយើងយន់ដែលស្ទើរតែគ្រប់គ្នាបានស្គាល់ហើយជាពិសេសអ្នកនៅឯនាយសមុទ្រឯនៅក្រៅប្រទេសហ្នឹងគឺថាគាត់ជាសម្លេងដូចលោកកែវសារ៉ាត់ទី2អញ្ចឹងបាទខ្ញុំមិនបានប្រសិទ្ធនាមទេក៏ប៉ុន្តែពុកម៉ែបងប្អូនគឺគាត់ជាអ្នកប្រសិទ្ធនាមហើយក៏ខ្ញុំស្ដាប់ទៅក៏ស្តៀងដែរបាទអញ្ចឹងថ្ងៃនេះយើងមានអ្វីប្លែកគឺប្រធានបទយើងតាក់ទងជាមួយនឹងការជីកគោះកកាយជាមួយនឹងប្រវត្តិសិល្បៈបងប្រុសបន្តិចថាតើធ្វើយ៉ាងម៉េចទៅបង្ខំឲ្យគាត់នឹងចូលវិស័យសិល្បៈបានន័យថាតើគាត់មានគោលបំណងចូលទៅក្នុងវិស័យសិល្បៈតែម្ដងឬមួយក៏ចូលនឹងដោយការហេងសយបាទចូលដោយបង្ខំ អញ្ចឹងយើងចង់ដឹងថាច្បាស់ការយ៉ាងណាឬក៏ព័ត៌មាននឹងយ៉ាងណានោះអញ្ចឹងដូច្នេះមានតែម្ចាស់សម័យខ្លួនទេដែលអាចបកស្រាយនៅប្រធានបទនេះបានអញ្ចឹងជំរាបសួរបងបាទជំរាបសួរបាទថ្ងៃនេះមានកិត្តិយសមែនតើដែលបានចូលខ្លួនមកធ្វើបទសម្ភាសន៍បងប្រុសហើយក៏ដូចជាចង់ដឹងពីជីវប្រវត្តិខ្លះៗរបស់បងថាតើបង្ខំបងយ៉ាងណាដើម្បីឲ្យខ្លាយទៅជាអាជីពជាអ្នកចម្រៀងមិនមែនថាជាអាជីពតែម្ដងឯងក៏ប៉ុន្តែពេលខ្លះឃើញបងប្រុសឡើងទៅក្នុង affair ឬក៏ទៅតាមឆាកអីតន្ត្រីអីផ្សេងៗដែរអញ្ចឹងខ្ញុំចង់ដឹងថាប្រវត្តិខ្លះពីបងបាទអញ្ចឹងចង់សួរថាតើមូលហេតុអីទៅធ្វើឲ្យបងប្រុសឈានមកកាន់វិថីសិល្បៈនៅសប្តាហ៍ថ្ងៃនេះបាទសូមជំរាបសួរបងប្អូនដែលកំពុងទស្សនាតាមកញ្ចក់ទូរស័ព្ទឬក៏កញ្ចក់ទូរទស្សន៍បាទរបស់ YouTube របស់សែមជឿនហើយនឹងបងប្អូនដែលនិយមតាមដាន page ឬក៏ YouTube របស់ខ្ញុំយើងយន់បាទហើយមូលហេតុនិយាយទៅគឺថាមូលហេតុនេះបានជាខ្ញុំចូលមកកាន់ដូចថា
ការងារជាអ្នកសិល្បៈ បាទវិថីសិល្បៈ បាទទី1ដែលសំខាន់គឺដូចថាយើងចូលចិត្តពីកំណើតអញ្ចឹងណា បាទ ចូលចិត្តពីកំណើតហើយចេះតែមានគំនិតថាចង់ធ្វើជាអ្នកអាជីពជាអ្នកសិល្បៈចម្រៀងអញ្ចឹងណា អូបាទ បាទនេះក្នុងអរិយថាក្នុងចិត្តនោះវាគួចពងតាំងពីនៅក្មេង អូហើយថាមានការគួចប៉ងរួចហើយមិនមែនចៃដន្យទេ បើមិនមែនដើរមកចូលចៃដន្យទេប៉ុន្តែនៅស្រុកស្រែភាគច្រើនខ្ញុំទៅឃ្វាលគោឃ្វាលក្របីអញ្ចឹង ចូលចិត្តច្រៀងចូលចិត្តច្រៀងគេថាឲ្យតែឡើងជិះក្របីចេញពីផ្ទះគឺច្រៀងហ្មង ហៅសំនៀងតាមវាស្រែតាមភ្លឺស្រែអញ្ចឹងទៅ មានអារម្មណ៍ថាពេលដែលឃ្វាលគោឃ្វាលក្របីអញ្ចឹងយើងច្រៀងតាមវាស្រែព្រោះ អារម្មណ៍ថាចូលវាស្រែយើងដឹងស្រាប់ហើយច្រៀងវាស្រែច្រៀងមកសេរី បាទ បើយើងនៅពេញអីយើងច្រៀងតាមស្រួលលឺដល់ផ្ទះគេ បាទ តែបើនៅស្រុកស្រែបងប្អូនធ្លាប់ឆ្លងកាត់ជីវិតរស់នៅស្រុកស្រែសบายបំផុតគឺច្រៀងតាមវាស្រែ បាទត្រឹមត្រូវ ទៅឃ្វាលកបោឃ្វាលគោឃ្វាលក្របីស្អីអញ្ចឹងច្រៀងហើយម្យ៉ាងទៀតខ្ញុំនៅពីតូចមិនសូវមានដូចថាទំនើបដោយសម័យ YouTube អីទេបើថាបនទៀនកាយហ្នឹងគេចាក់តាមមីក្រូហ្វូនមីក្រូធំៗណា បាទ ចាក់តាមរោងបនចាក់តាមវត្តអីហ្នឹង សំឡេងកងកំពងហ្នឹង បាទចម្រៀងហ្នឹងឯងជិះទូកឬក៏បរអតេះដើរកាត់វាស្រែលឺសំឡេងច្រៀងហ្នឹងបរោះមែនទេ ការជំនាន់ហ្នឹងលឺពីភូមិមួយដល់ភូមិមួយ បាទបនកាយបើថាខែប្រាំងកាយអញ្ចឹងលឺតែភ្លេងការណា បាទ ហើយដល់ពេលម៉ោងចប់ភ្លេងការទៅគេចាក់ចម្រៀងសម័យលោកតាសុនសិមុតឬក៏លោកកែសរ៉ាត់ឬក៏អ្នកចម្រៀងអីផ្សេងៗទៀតថាបរោះមែនទេជំនាន់ហ្នឹង បាទ អស្ចារ្យគឺថាជីវិតអស្ចារ្យមានអារម្មណ៍ថាស្ដាប់ហើយចង់ដូចថាចង់ច្រៀងដូចគាត់ដែរណា ចង់ច្រៀងហ្មង បាទវាដូចមានអារម្មណ៍ដូចថាអ្វីដែលគាត់ច្រៀងនោះវាធ្វើឲ្យយើងបរោះហើយយើងចង់ថាយើងចង់ច្រៀងដូចគាត់ដែរអញ្ចឹងណា បាទបងប្អូនពិសេសមែនតើនិយាយទៅការជំនាន់ជនបទណាយើងរំលឹកពីកុមារភាពតិចមិនថាបងប្រុសឬក៏ខ្ញុំផ្ទាល់ទេគឺពីទូចូលចិត្តអាគេហៅថាច្រៀងសំនៀងពីដើមណាឲ្យតែលឺបទអីដែលគេចាក់អីចឹងចូលចិត្តស្ដាប់ហើយយើងច្រៀងតាមជាពិសេសការដែលយើងទៅជនបទពីព្រោះការជំនាន់ពីមុនហ្នឹងសំបីតែនៅជាក្រុងយើងហ្នឹងក៏វានៅជនបទដែរបាទថាមានស្រែមានចំការអីចឹងណាបងប្អូនមិនថាតែនៅជាក្រុងទេសំបីតែនៅកណ្ដាលក្រុងការអតីតនោះផ្ទះខ្ញុំនៅចកាមនហ្នឹងក៏ខ្ញុំមានចកាដែរការជំនាន់ហ្នឹង ចកាមនយើងពេញ ចកាមនហ្នឹងយើងមានចកានៅក្នុងហ្នឹងទៀត ចកាទៀតក្នុងផ្ទះហ្នឹងហ្មង បាទចកាហ្នឹងផ្ទះកាលហ្នឹងដីខ្ញុំធំនៅចកាមនហ្នឹងបាទអញ្ចឹងអាហ្នឹងក៏មានចកាហើយព្រឹកឡើងអីចឹងចេញមកច្រៀងលេងអីចឹងទៅបាទហើយនៅក្រោយផ្ទះខ្ញុំដាំទៀបដាំក្រូចខ្លុងដាំអីចកាជាចកាអញ្ចឹងផ្លែឈើហូបផ្លែយើងក៏មានច្រើនការជំនាន់មុនហ្នឹងបាទ ដូចថាបើយើងនៅពេលស្រុកស្រែនេះយើងនិយាយកាត់ទេ បាទ បើយើងចង់ទៅផ្សារដូចឥឡូវគេទៅម៉ាតដែរមិនចឹង បាទ បើនៅអាមេរិកឬនៅប្រទេសជឿនលឿនកាត់ណាស្រួលដែរទៅចូលក្នុងផ្សារស្អីក៏មានដែរ បាទ បើយើងនៅស្រែបើខែណាដែលឧបមានៅស្រុកកំពង់ធំទឹកលិចចឹង បាទ យើងទៅផ្សារអត់មានផ្សារទេទៅវាល បើទឹកលិចខែភាសាអញ្ចឹងអ៊ំទូកទៅ ទៅ ពេលដែលយើងអ៊ំទូកអញ្ចឹងខ្យងដែកតាមក្រោយព្រាត រូបខ្យងជំនាន់ហ្នឹងខ្យងស្រែសុទ្ធណាបងប្អូន បាទខ្យងប៉ុណ្ណេះបងប្អូនអត់កុហកអី ធំណាខ្យងជំនាន់ហ្នឹង ដែកអ៊ំទូកទៅដែកភូលមកចាប់ដាក់ហើយទៅវាចំផលិតបេះផលិតស្កាស្នោបេះស្កាស្នោចំកញ្ឆែតបេះកញ្ឆែត បាទ ចំអាស្លាបច្បាស់បេះបាទគាត់បើអ៊ំទូកទៅវត្តអញ្ចឹងបន្លែពេញទូក បាទ ទៅដល់វត្តបន្លែយកពីតាមវាលតាមបឹងហ្នឹងអ៊ំកាប់បឹង តាមបឹង បាទមានអីបន្លែពេញ ជំនាន់ហ្នឹងនៅតាមជើងតែភ្លឺស្រែភ្លឺស្អីហ្នឹងក៏សម្បូរបន្លែដែរបងប្អូនគឺសម្បូរជំនាន់ហ្នឹងព្រោះយើងមែនតើទៅជំនាន់នោះគឺយើងអត់មានសម្បូរនៅគីមីនៅអីទេ អត់មានម៉ាទេបងប្អូន មានម៉ាអត់មានអីទេ ចង់មកបានចង់បានហូបទៅវាលផ្លែត បាទទៅវាលផ្លែត តែរអត់បានទេ បើភ្លៀងធ្លាក់ថ្មីអញ្ចឹងទៅវាលស្រែក្រោយផ្ទះខ្យងឬក៏ក្តាមចេញមកក្តាមលេចចង់វុំក្តាមរាប់រយរាប់ពាន់ហ្មង បាទចូលវងវាអញ្ចឹងណា បាទហើយជំនាន់ហ្នឹងបើសិនជាអត់មានអញ្ចឹងដឹកបានឲ្យហូបទេខ្មាក់យើង បាទ បើតាមមើលគេមើលពីក្រៅតែអត់អីហូបអញ្ចឹងគឺងាប់ហ្មងមនុស្សធ្វើងាប់ហ្មងអាសម័យដាច់ពលពតហើយអញ្ចឹង បាទ បើយើងអត់មានធម្មជាតិជួយយើងអញ្ចឹងចប់ហ្មង ចាប់ហ្មងនិយាយទៅ តកួនបើម្ដាយខ្ញុំគាត់ធ្វើសឡអញ្ចឹងគាត់ថាអូនឯងទៅបេះតកួនមក បាទ ចេញពីក្រោយផ្ទះមកបេះតកួនអាទឹកវាជន់មកធំជង្គង់តកួន បាទ ពេញក្រោយផ្ទះហ្នឹង ពេញក្រោយផ្ទះតែម្ដង ល្អទៅ បាទ អាហ្នឹងម៉ាតហ្នឹង បាទនឹងម៉ាតបាទអញ្ចឹងយើងត្រឡប់ Supermart បាទត្រឡប់មកវិញទស្សនិកជនយើងត្រឡប់មកស្ដាប់នៅជីវៈរបស់បងប្រុសយើងយន់ជាបន្តទៀតមិញយើងនិយាយលេងផងហើយយើងនិយាយពីកុមារភាពផងដែលយើងបានជួបប្រទេសមិនថាបងប្រុសមិនថាខ្ញុំក្តីហ្នឹងគឺកន្លងមកពីតូចហ្នឹងសិតតែអ្នកធ្លាប់ជួបនៅគេហៅថា
វ័យកុមារណាបាទអញ្ចឹងវ័យកុមារមនុស្សម្នាក់គឺខុសគ្នាអញ្ចឹងឥឡូវយើងបកមកសួរនៅជីវប្រវត្តិរបស់បងប្រុសបន្តចង់សួរថាបងប្រុសមានស្រុកកំណើតនៅទីណាដែរបាទខ្ញុំអ្នកកំពង់ធំអូបាទភូមិប្រមាត់ដីឥឡូវប្រមាត់ដីបាទឥឡូវសង្កាត់ដែរសង្កាត់ស្រយើឥឡូវក្រុងស្ទឹងសែនពីមុនស្រុកហ្នឹងណាអូបាទឥឡូវឡើងក្រុងហើយបងប្អូនក្រុងស្ទឹងសែនបាទគ្រប់ខេត្តកំពង់ធំយើងជិះម៉ូតូឌុបអីប្រហែលជាថា10គីឡូឬក៏7 8គីឡូពីទីរួមខេត្តអូបាទអញ្ចឹងចង់សួរបន្តទៀតថាតើសពថ្ងៃបាទបច្ចុប្បន្នមុនពេលដែលបងឈានជើងចូលទៅក្នុងវិថីសិល្បៈដែលបងខ្លាយទៅជាអ្នកចម្រៀងម្នាក់ណាបាទខ្លាចយើងអាចនិយាយបានថាខ្លាយជាអ្នកចម្រៀងអាជីពចុះបាទមុនដំបូងតើបងធ្លាប់គិតទេថាខ្លួនឯងនឹងខ្លាយទៅជាអ្នកចម្រៀងអាជីពយើងដូចខ្ញុំប្រាប់អញ្ចឹងគឺថាគឺបំណងគឺយើងចង់បាទចង់ប្រែคลายខ្លួនឯងហ្នឹងដូចថាយើងស្ដាប់អ្នកចម្រៀងច្រៀងទៅយើងមានអារម្មណ៍ថាអស់ចាមានអារម្មណ៍ថាដូចថាលោកតាសុនស៊ីសមុទ្រឬក៏លោកកែសារ៉ាត់ឬក៏អ្នកចម្រៀងណាផ្សេងទៀតដែលគាត់ច្រៀងទៅវាព្រោះអញ្ចឹងយើងមានអារម្មណ៍ថាខ្ញុំអ្នកចម្រៀងក៏អស់ចាយើងមានអារម្មណ៍អញ្ចឹងបាទแล้วហើយធ្វើឲ្យអារម្មណ៍ហ្នឹងគឺបដោតបាទហើយតែងតែមានអារម្មណ៍ចង់ធ្វើម៉េចឲ្យដូចគាត់ដែរឲ្យជោគជ័យឲ្យវាអស់ចាអញ្ចឹងណាបាទអានេះគឺអារម្មណ៍គឺចំណងគឺអញ្ចឹងបណ្ដោយបាទចំណូលចិត្តបាទថាចូលចិត្តចំណូលចិត្តមនុស្សម្នាក់អ្នកខ្លះចូលចិត្តបទពីដើមគាត់មានតួអង្គរបស់គាត់ទៀតបែរថា character តួអង្គរបស់គាត់ដែលគាត់ស្រឡាញ់ទៀតបាទ character ពេលខ្លះគាត់ចូលចិត្តលោកសុនស៊ីសមុទ្រពេលខ្លះគាត់ជាមនុស្សប្រុសហើយពេលខ្លះគាត់ទៅចូលចិត្តលោកស្រីរស់សេរីសុទ្ធាពេលខ្លះទៅចូលចិត្តលោកស្រីប៉ែនរ៉នបានន័យថាអានេះជាចំណងចំណូលចិត្តម្នាក់បាទប៉ុន្តែបើខ្ញុំវិញឲ្យតែតារាសិល្បៈពីដើមភាគច្រើនសិតតែជា idol ខ្ញុំហើយពុកម៉ែបងប្អូនបាទស្រឡាញ់ណាស់ពួកគាត់គោរពមិនមែនត្រឹមតែជាលោកតាលោកយាយមិនត្រឹមតែជាស្ដាប់ចម្រៀងគាត់ឯណាគឺគោរពដូចជាគ្រូអញ្ចឹងព្រោះពេលខ្លះយើងរៀនតាមដែរមិនត្រឹមច្រៀងតាមទេយើងយកកលុកកលាក់យកអីណាបាទសម្រាប់ខ្ញុំតួអង្គពីដើមហ្នឹងគឺសិតតែជា idol របស់ខ្ញុំទាំងអស់ពីព្រោះពួកគាត់ដូចជាគ្រូដូចជាយាយដូចជាតាអញ្ចឹងបាទអញ្ចឹងខ្ញុំត្រឡប់មកវិញថាតើនៅពេលដែលបងព្យាយាមចាប់ចូលទៅក្នុងវិថីសិល្បៈនឹងជាចង់សួរបងបន្តទៀតថាតើមូលហេតុអីបានបងជំរុញឲ្យទឹកចិត្តបងចូលប្រឡូកនៅក្នុងវិស័យសិល្បៈនេះបាទហ្នឹងហើយបើនិយាយទៅជំនាន់ប្រទេសខ្មែរយើងជំនាន់ដែលដូចថាពេលអ៊ុនតាខ្ញុំនៅទុយអ៊ុនតាចូលមកអញ្ចឹងគេមានវិទ្យុអ៊ុនតាមួយហ្នឹងខ្ញុំចាំបានហ្នឹងខ្ញុំចេះចម្រៀងច្រើនដោយសារវិទ្យុអ៊ុនតាហ្នឹងដូចថានៅពីក្មេងអត់សូវបានស្ដាប់ចម្រៀងអីច្រើនទេច្រើនស្ដាប់មីក្រូតាមវត្តអីមិនដឹងថាច្រៀងបទមិនខ្មិចគាត់ឮគេច្រៀងអញ្ចឹងទៅចង់ចេះប្រូលឯងពិបាកចេះណាបាទហើយខ្ញុំចេះបទហ្មងខ្ញុំមើលមិញខ្ញុំបងប្អូនអ្នកជិតខាងគាត់អានរឿងអីបន្លំលោកអីមួយទៅគេសរសេរបទរំដួលក៏ចេះបាទខ្ញុំចាំប្រូលមែនតើចាប់បទរំដួលក៏ចេះប៉ុន្តែអត់សូវចេះច្រៀងបានដែររំដួលក៏ចេះអានេះចេះហើយដល់ពេលអូនតាចូលមកអញ្ចឹងគេចាក់ចម្រៀងលោកតាសមុទ្ររស់ស្រីទីអីចាក់មកឡើងប្រូក្រៀមមែនតើដូចធ្វើខ្ញុំភ្ញាក់ផ្អើលតែចម្រៀងច្រើនណាស់ពីបុរាណមកច្រើនមែនតើស្មានតាបាទវិទ្យុអ៊ុនតាហ្នឹងពីដើមមកមានតែវិទ្យុជាតិទេវិទ្យុជាតិចាក់ account ចាក់អីចឹងក្រោយមកមានវិទ្យុអ៊ុនតាមួយហ្នឹងគឺថាចាក់ចម្រៀងចំនួនទសវត្សរ៍50 60ហ្នឹងច្រើនមែនតើបណ្ដោយបាទអញ្ចឹងធ្វើឲ្យខ្ញុំចេះចម្រៀងនឹងច្រើនហើយដល់ពេលពូអ្នកចិត្តខាងគាត់ថាអូឥឡូវគេមានសាលាអូខេគាត់មានការ៉ាអូខេនៅសាលាអូឯងចេះច្រៀងចឹងហើយចេះច្រៀងសាលាអូខេកាលហ្នឹង3បទ500បងប្អូនចូលច្រៀងការ៉ាអូខេកំងបត់ណាកាលហ្នឹងចូលកៅ3បទ500ហ្នឹងចូលអ្នកនរកៅជាងបាទកៅជាងកំងហើយត្រង់ជួមិនមែនបានទេអូអ្នកខកំងបាទសិតកំងខ្ញុំឈរត្រង់ជួត្រង់បានច្រៀងមួយបទយូរណាតែ3បទ500ចំនួនហ្នឹងកន្លែងអាសាឡាអូខេគេមួយហ្នឹងកម្រមានណាពេលខ្លះមានសកាត់មាត់យកក៏ហើយយើងត្រូវជិះធ្វើដំណើរទៅឆ្ងាយណាពុកម៉ែបងប្អូនមិនយើងមានច្រើនក៏គិតថាចង់ទៅនេះវាមានដូចបច្ចុប្បន្នគេហៅ KTV ឬក៏ការ៉ាអូខេណាអត់ទេមានមកកន្លែងហ្នឹងអញ្ចឹងយើងត្រូវធ្វើដំណើរឆ្ងាយដើម្បីទៅច្រៀងនៅសាលាអូខេគេហ្នឹងបាទយាយខ្ញុំដែលខ្ញុំទៅរៀនខ្ញុំមិនទៅច្រៀងការ៉ាអូខេបាទ3បទ500គាត់មានគេមកប្តឹងគាត់ថាហ្នឹងវាចូលទៅច្រៀងការ៉ាអូខេយាយខ្ញុំគាត់មានការ៉ាអូខេណាសាលាអូខេគាត់ថាអាយនវារៀនសាលា2អាហ្នឹងសាលាអូខេផងសាលារដ្ឋផងបាទបាក់ចកេះរបស់យាយបាទតែគាត់មានដឹងថាសាលាហ្នឹងកន្លែងច្រៀងណាសាលាហ្នឹងមិនដឹងសាលាអីសាលាអូខេបាទអញ្ចឹងនៅពេលដែលបងចុះអាសាចូលទៅច្រៀងអញ្ចឹងជាទូទៅភាគច្រើនជា
ai đó bong nó không chất món cái này sắm khăn đà ra chương cha rồi có nẹt chương cha dương bị đào nó cứ miên tràn rủ và chẳng chỉ tôi tới bong cho chất riêng bọt bọt đà ra rụt nà đá của đại sa tha mà nếu mà đeo nẹt tay là miên đà ra không chất đây và bây giờ vậy tới bờ Lucas Rat bờ nơi sọc sái cho nó cứ pin dùng bà cái site ấy để cho nó nôn tạ ấy cho nó có cái Rat những cái nè class nè sọc sái class còn tay nhà mặt đông những cái Rat ngọc cầm miên từ ở giờ từ đây để đọc tẹt nè chật khang rồi có từ vọt ấy chẳng lục chặt ấy tam vọt chẳng từ bà hay bờ nơi không rào khế phía trên bọt lục ra thân một này bà rồi chọn bao nhiêu mai tạ nó cái chặt bọt lục ta thân một chọn chẳng như tới bảy bọt xong lấy bàn pram rối bàn bảy bọt pram rối đấy sao mà ngay không đấy play chơi cả năng không cho tật khái nó rồi bàn pram rối chiêng bây giờ đây tha bây giờ phần năng bây tầm lại đây tha vì mình thì thay epic bên đây đây tha sầm rạp này ót cứ ót đài bà cả xem cho nó thay nha đây tha mình mà chi trầm mà pay $5 hay đọc mơ này chứ nó bà ta sai cô ấy mà calo pi pon riết cho nó nắng bà tại chỉ đừng rau khe một bot bay bot pram rồi bà cho nó nâng để ban bằng hao sầm miếng tam cái chọn tu được tu cho nó cho rau khe mà nữa là pin anh nè để chỉ riêng mình chả này coi chấm mơ bà coi chấm đắt bà coi chấm mơ đắt hay cái rau khe cái kha nhỉ cái sài thôm á bà cái sài thà hay blood cam miền tràn blood cam mà cho nó đúng không bà miền chlong đan tầng sằng ca KHA cho nó nâng miền đai bà chia piece sổ những cái cứ khơi chlong đai một mai ông ôn bà hay để mấy sằng ca A chẳng tới bà bru ha cho nó miền rom ta bru ha bà cho nó thầm phân năng này bà cho nó cứ thầm phân năng cái sai bù đằng chẳng cái một mai ông ôn bà lấy dân chia bằng to tiệt nơi p đã bong ban từ riêng cả ok rồi có hai thà là ok là vì muốn đó nè bà chẳng số bong tha ta bong chưa nơi tu ông nát để bong ban riêng bờ vậy tới nhóm có trôi chật bọt cài rạt hay có trôi chật lục bọt lục ta sơn sườn một rồi có sờ lạp có xây tiền này phần đấy nơi không rào khé đang xem bất sật là bọt sườn một phía tròn bà giờ chọn con nào giờ chọn bọt cài rạt ấy miền tây chứ miền tây bờ vậy tới lục ta sơn sườn một nhẹ đây chỉ riêng tam quát tròn bọt tròn sườn bố mà nhẹ chỉ riêng tam một đây là không rào khé đó á bà chấm này bọt lục cài rạt miền tây để ta sầm lên bọt cài rạt bờ phía tính nè đây cái vô mọi chuyện còn cái karaoke cái nơi tầm miền chăng bà còn là tham bởi chiếc bọn cái rát nè đây vô mọi chuyện là mấy đạo karaoke nó còn vô sầm lên đình thu á bà và đấy pe khá chiếc tam karaoke nó chiếc ắt chánh thu pe cái rát còn chiếc nào nó buộc đấy miền là bọn lục ta sơn từ một chăng chiêng tam lục ta sơn từ một phía tràn còn đấy nhóm chơi đập lục cái rát như này bà chỉ tu tới bọn bị đau tăng pi của ma là phiệp để dương chiếng đây là ok rồi thà tá bong cho chất ở riêng bot ấy đá bot lục cao sạt bà ọt tiền này bờ lăng lừa non có bay hay ta nó khơi bot ấy xiên bot lăng ở tại trăm pro men rồi ở đây nó khơi chơi coi tên nó khơi bot ấy chỉ riêng bot năng rồi nó cái ta nè chùm riêng lừa non có bay á bà bờ từ stung ấy chẳng đào tới chỉ riêng tới nó khơi bot ấy của chỉ riêng bot năng thêm tiền bà ấy bot local rat còn chỉ riêng bro man hay bọn con miền tây đấy đó trường chẳng tới cô nó khơi lục sơn một cô trường sơn một class tư nó khơi lục ân dê như chẳng tới cô trường ân dê như chẳng tới bà đây thay dương là chùm ro dương thơm mít ôi tại dương nó khơi hay dương cái tha cái lấy nước trong chuyện bắt đi lấy nước trong chuyện bắt đu chẳng cái nào này bà lấy nhôm trong ôi bom pro bằng hai sầm miên rồi bom lục cao sạt bằng tách bà này tha cả gồm lắc capi của ma là phiệp bà này tha cap sầm nó đại p đại dương nơi lướt non của bấy đó thà tá bong cho chất bọt ấy chỉnh kề bài tha ấp vô bọt sầm bấy lấy để bọt xa chiếng cái bài tha bọt để bong bị tôi chiếng nó lướt non của bấy đang bong cá nó cho nó cho chất bọt ấy đại bong là khơi môn ké này đôi chơi click bài hay dùng rock page để cho pha click xong quá chứ ở tiếng đấy nó nghe cho tăng lục sân thì một rư của cái rát rư của nè dùng tiếng AC chứ cái còn là pe đại nhóm chiêng lục cái rát đó bong phải ôn rau của chiêng phải đúng ha nhưng đôi dây chân từ thấy có nhóm mình có thay trôi chật lục cái rát tăng o đài dùng trôi chật từ tầm để thảo rộm vùng lục ta rồi một chân từ cái rát ba chiếc bọt sọc sái với bùa mà giang bọt quạt như đài cái bọt ấy có bán đấy còn thà chờ mờ rồi nước bọt ấy bà lấy bong xạ rồi nước mà bọt nữa bà nhằm tao với rất nhằm đài bà bong xạ rồi nước bọt ấy mùi mớ đại dương cất tha rùng lực cao vây của ma là thiệp bà
bật đồng nghiệp ca cổ រងៀបការកោហ៎ពុំខ្យល់អញ្ចឹងរងៀបការកោត្រូវណាពុំបងប្អូនបាទតោះអញ្ចឹងពុកម៉ែបងប្អូនចាំខ្ញុំរាប់ជូនបងប្រុសហើយចង់ឲ្យបងដាក់ធំអែមកដើម្បីរៀងវែងតិចដើម្បីយើងឲ្យពុកម៉ែបងប្អូនបានសន្តាប់ហើយក៏ដូចជាលងលោចនៅបទដែលរំលឹកនៅការពេលដែលកុមារភាពបាទតោះ1 2 3 រងាបកាកោកូនឈោអោបដៃអើយនឹកឡើងអាឡ័យដីគេមាត់ណាបាំងអើយរងាបកាកោកូនឈោអោបដៃអើយនឹកឡើងអាឡ័យដីគេមាត់ណាបាំងទាំងស្បូវគេអើសង់តូចញ៉ាហើយច្រឡឹងម៉ែចងអងរឹងនៅក្រោមលុបចាទាំងស្បូវគេអើសង់តូចញ៉ាហើយច្រឡឹងម៉ែចងអងរឹងនៅក្រោមលុបចាtừng chân lịch phơi ở lơ côn bay ơi chlong pro lại mây cắt từ cho má càng ơi từng chân lịch phơi ở lơ côn bay ơi chlong pro lại mây cắt từ cho má càng từng trời ở lơ con đặng á hỏi lơ smai đỏ chuột krama ôi con bằng ngày tức chơi ở lơ con đặng á hỏi lơ smai đỏ chuột krama ôi con bằng ngày về là nghìn cát yếmក្នុងគុំស្រងអាយមើលឃើញខ្ទមស្រែនៅក្បែរមាត់ណាព្រៃអើយពេលល្ងាញកាត់យំក្នុងគុំស្រងអាយមើលឃើញខ្ទមស្រែនៅក្បែរមាត់ណាព្រៃមាត់បាំងលំជីងលើខ្នងហើយក្របីផ្ទះក្បឿងសង់ថ្មីក្បែរផ្លូវរត់តែមាត់បាំងធ្លំជីងលើខ្នងហើយក្របីផ្ទះក្បឿងសង់ថ្មីក្បែរផ្លូវរត់តែនឹកឃើញភូមិឋានធ្លាប់បានសុខំអើយស្រណងដើមខ្ទុំភ្លើងព្រៃរឡាឆេះអើយនឹកឃើញភូមិឋានធ្លាប់បានសុខំអើយស្រណងដើមខ្ទុំភ្លើងព្រៃរឡាឆេះចុងរុកស្រូវមួយឪសង់ក្រោយផ្ទះកូនស្រណោះណាស់ម៉ែឲ្យភ្លើកាយជុងរុកស្រូវមួយឪសង់ហើយក្រោយផ្ទះកូនស្រណោះណាស់ម៉ែឲ្យភ្លើកាយអូបាទសុំផ្ទះដៃមួយពុកម៉ែបងប្អូនមកបត់មិញហ្នឹងចូលមើលខ្ញុំមើលម៉ោងសិនចូល5នាទីដល់ទេអីចូលចិត្ត5នាទី4នាទីជាងពុកម៉ែបងប្អូនដល់ទេបាទបើតាំងភ្លេងផងប្រហែលជាអាចភ្លេងឲ្យ solo ទៀតអញ្ចឹងហើយប៉ុន្តែខ្ញុំស្ដាប់មើលចូលប្រហែលហ្នឹងហើយបាទជា2ឬ3ហ៎បាទចាំមើលកាត់ជាក់ស្ដែងពុកម៉ែបងប្អូននឹងដឹងថាលងលោចយ៉ាងណាយើងស្ដាប់មើលទៅចំមែនថាអត់ចង់ឲ្យឈប់ឲ្យចប់ហ៎បាទពីព្រោះរយឈៀមបាទពីព្រោះបទនេះគឺវាកំពុងតែសណ្ដំបែរថាសំស្របជាមួយនឹងអាកាសធាតុយើងពេលនេះគឺវាសំគ្នាតែម្ដងបាទរងាបការកោព្រោះវារៀងត្រជាក់តិចផងហើយបទនេះវាមានមើលទៅវាមានអត្ថន័យនៅក្នុងនឹងច្រើនហើយស្ដាប់ទៅធ្វើឲ្យយើង
រំលឹកនៅវ័យកុមារណាវ័យកុមារភាពវ័យពីអតីតកាលរបស់យើងដែលនៅក្មេងៗណាអញ្ចឹងវាមានអនុស្សាវរីយ៍ច្រើនមែនតើបទនេះចង់បាត់ឥឡូវចង់បាត់ដើមគោឥឡូវខ្ញុំឃើញមែនតាព្រោះគេថាដាំដើមគោមុខផ្ទះវាអត់សូវល្អឥឡូវគេកាត់ចោលចង់អស់តាមពិតពីដើមបុរាណយកធ្វើខ្នើយឬក៏គេងល្អធ្វើពូកអីបាទល្អគេងល្អជំនួសសម្លៃបានយ៉ាងងាយជំនួសសម្លៃហើយវាអត់សូវមានក្លិនពេលវាស្រូបទៅវាបំបត្តិអាក្លិនអាក្រក់ក្លិនអីហ្នឹងក៏ដើមគោធំមកពីដើមក្រោយផ្ទះខ្ញុំមានមួយដើមហើយខ្ចីផ្លែឆ្ងាញ់បាទផ្លែវាឆ្ងាញ់ហើយបងប្អូនណាដែលធ្លាប់ឆ្លងកាត់ញ៉ាំផ្លែគោខ្ចីឆ្ងាញ់ពុកម៉ែបងប្អូនខ្ញុំមុនដំបូងអត់ជឿទេអារឿងញ៉ាំគោហ្នឹងក៏ប៉ុន្តែខ្ញុំបានទៅឯខេត្តព្រៃវែងណាពុកម៉ែបងប្អូនបាទខ្ញុំបានទៅឯខេត្តព្រៃវែងហ្នឹងគេខ្ញុំឆ្ងល់គេអញ្ចេះអ្នកស្រុកហ្នឹងគេយកគោហ្នឹងទៅញុកសមុកអង្ក្រងបាទពុកម៉ែបងប្អូនយកទៅញុកសមុកអង្ក្រងហ្នឹងហើយអង្ក្រងតិចបើខំឡើងពេញអាគោហ្នឹងខំផងតិចទឹកនោមវាដាក់អីផងអីចឹងទៅដល់ទៅពេលហើយគេយកវាយកមកអាំងភ្លើងបាទអាំងគោហ្នឹងហើយជាមួយនឹងទឹកនោមអង្ក្រងហើយអីហ្នឹងដល់ទៅពេលអាំងហើយវាមានអាជាតិជូរបន្តិចពុកម៉ែបងប្អូនដឹងមិនហីយើងយកវាមកហាន់ដាក់មួយអំបិលម្ទេសអូឆ្ងាញ់ចាប់ជាតិឆ្ងាញ់យកតែមែនតើបើខ្ញុំបត់ប្រសពតលណាធ្លាប់យើងបេះផ្លែគោខ្ចីណាបាទយើងចិត្តសបកវាឲ្យអស់បាទចិត្តសបកឲ្យអស់ត្រូវហើយយើងយកសាប់វាចឹងមកហើយយើងផ្លាក់អំបិលតិចបាទហើយដាក់ឲ្យដាក់ញាត់ក្នុងសបកក្រងអូញុកដាក់អំបិលហើយញុកសបកក្រងវិញបាទហើយដល់ពេលហើយយើងទុកឲ្យវាមកស្ទុះអញ្ចឹងណាបាទមកស្ទុះឲ្យវាតិចក្រងខំក្រងអីយកមកញ៉ាំអាជាតិជូរហើយនឹងអំបិលហ្នឹងតែវាឆ្ងាញ់មែនតើឆ្ងាញ់មែនតើដល់អត់បានយកទៅអាំងដោយជឿនអីណាបាទអានោះយកមកញ៉ាំបណ្ដោយបាទគេដុតវាបន្តិចអាំងវាតិចចឹងទៅដើម្បីអាជាតិជូរហើយនឹងអាសាច់វានោះវាខំចូលគ្នាដាក់អំបិលម្ទេសពុកម៉ែបងប្អូនឲ្យឆ្ងាញ់ណាស់បាទប៉ុន្តែខ្ញុំភ្លេចគេសាប់មួយទៀតត្រូវហើយគេសាប់បាទគេសាប់ដើម្បីឲ្យក្រងតិចហ្នឹងទៅវាចូលអាជាតិវាអីចឹងណាបាទខ្ញុំឃើញអ្នកគេលក់មកជូរអីនៅនេះគឺភាគច្រើនអត់មានផ្លែគោខ្ចីទេអត់មានខ្ញុំស្ងល់បើសិនជាបងប្អូនអត់ចាប់អារម្មណ៍ខ្ញុំគ្រាន់តែប្រាប់ថាបើសិនជាបងប្អូនយកអាផ្លែគោខ្ចីមកហាន់ណាបាទហើយយើងមានទឹកម្ទេសអំបិលអីឆ្ងាញ់ណាចាប់ជាតិចូលគ្នាឆ្ងាញ់ណាពុកម៉ែបងប្អូនមានជាតិចត់ជូរតិចចត់ល្មមបើប្រៀបធៀបមួយអីខ្វិតណាអត់ដល់ទេចាត់តិចប្រហែលជា 5% ឬ 10% នៃខ្វិតបាទតិចបំផុតបាទអញ្ចឹងឥឡូវយើងបានសម្ដាប់នៅបងប្រុសយើងយនដែលបកស្រាយនៅបទរងាផ្កាកោបាញ់ហ្នឹងបាទផ្កាកោឬក៏រងាផ្កាកោរងាផ្កាយើងផ្កាដល់ពេលផ្កាកោនឹងវាចាប់ដើមផ្កាវារងាអញ្ចឹងរងាហ្នឹងគឺខែដែលណែភ្ជុំបិណ្ឌហើយអញ្ចឹងណាបាទភាគច្រើនភ្ជុំបិណ្ឌហើយក្នុងកដឹកហើយហ្នឹងឬក៏ក្រោយកដឹកបន្តិចហ្នឹងគឺហៅរងាផ្កាកោនិងរងាមួយទៀតរងាអីទេមានផ្កាកោនិងផ្កាអីរងាមាន2តង់ណារងាផ្កាកោមួយទៀតគេហៅថារងាទឹកភ្លៀងហីអត់ទេរងាផ្កាកោហ្នឹងបានន័យថាគោហ្នឹងចាប់ដើមផ្កាគឺចាប់ដើមរងាខ្លាំងបាទហើយពេលដែលផ្កាគោចេញមកហ្នឹងបងប្អូនដែលនៅស្រុកស្រែគាត់ដឹងហើយមួយទៀតរងាខែភាសាអត់ទេនៅក្នុងផ្កាវាមួយផ្អែមបាទវាមានទឹកដមផ្កាគោហ្នឹងបើសិនជាបងប្អូននៅស្រុកស្រែអត់ចាប់អារម្មណ៍ទេយើងយកអាផ្កាគោហ្នឹងមកបឺតបាទផ្អែមមែនតើបងប្អូនដែលចាប់អារម្មណ៍ផ្កាគោគឺផ្អែមណាស់ចាប់ដើមចេញផ្កាមកហើយវាបែកហាមាត់វាហ្នឹងបែកហាមាត់ហើយក្នុងផ្កាគោហ្នឹងសិតតែខ្មុំវាទៅបឺតយកអាលំអងឬក៏ទឹកដមវាហ្នឹងទឹកដមផ្កាគោនោះច្រើនមែនតើយើងសឹងថាយើងដើរគោះមកដល់មក10 20ផ្កាហ្នឹងសឹងថាបានកន្លះប៉ុណ្ណឹងណាតែបើក្មេងៗអត់ទេបឺតយកហ្មងយើងគោះវិញឲ្យចេញទៅយើងគោះវាចូលវាទឹកនៅនឹងដូចទឹកអរិញដំណក់ទឹកច្រើនមែនតើមកតក់វាច្រើនណាហើយបើនៅពេលក្មេងបឺតយកហ្មងបឺតផ្កាហ្នឹងហ្មងខ្ញុំនៅចាំបានគឺផ្អែមណាស់ហើយខ្មុំវាចូលចិត្តបឺតផ្កាគោណាផ្កាគោបាទផ្កាគោគឺវាមានជាតិផ្អែមប៉ុន្តែខ្ញុំអត់ដែរដឹងទេខ្ញុំអត់ដែរដឹងថាយកវាមកបឺតទេផ្កាគោហ្នឹងបាទបើសិនជាបងប្អូនចង់សាកអាចសាកបានបាទអញ្ចឹងឥឡូវយើងកុំឲ្យឆ្ងាយពីប្រធានបទយើងបាទយើងបកមកទៅក្នុងជីវប្រវត្តិរបស់បងប្រុសបន្តតិចប៉ុន្តែចង់ជម្រាបពុកម៉ែបងប្អូនថាយើងមាននិយាយតាក់ទងជាមួយនឹងកុមារភាពខ្លះយើងនិយាយតាក់ទងជាមួយនឹងប្រវត្តិដូចដើមដូចអីខ្លះតិចលាយគ្នាអីចឹងទៅដើម្បីកុំឲ្យយើងផ្ចង់តាប្រវត្តិសុទ្ធពេកបែរថាយើងចង់រំលឹកពីអតីតកាលវ័យកុមារភាពរបស់យើងដែរបាទអញ្ចឹងឥឡូវជាបន្តមិញបងប្រុសបានបង្ហាញនៅសំនៀងមួយបទហើយរំលងរលោចហើយអញ្ចឹងចង់បន្តថានៅពេលដែលវ័យដែលបងចាប់ដើមថាស្គាល់ពីភាពយុវវ័យហើយ
បាទស្គាល់ភាពយូរអ្វីថាតើបងបានជ្រើសរើសនៅកម្រិតមុខវិជ្ជាសិក្សាវិជ្ជាអ្វីដែរបាទ ពេលរៀន បាទពេលរៀន រៀនសាលារដ្ឋហ៎ សាលារដ្ឋ ពេលចាប់បាក់ឌុបខ្ញុំឡើងមករៀននៅភ្នំពេញអញ្ចឹងណា អូ ឡើងមករៀននៅភ្នំពេញកាលនោះនៅវត្តស្វែងគុំណា អូកាលនោះរស់នៅវត្ត បាទនៅវត្ត បាទអូកូនសិស្សលោកចេះធေါ်ច្រើនទេបង បាទអញ្ចឹងបើអ្នកដែលមកពីស្រែវាច្រើនស្នាក់នៅវត្តអីចឹងទៅបើយើងអត់មានផ្ទះជួលអញ្ចឹងសុំលោកស្នាក់ស្រែអញ្ចឹងក៏រៀនបើនិយាយទៅរៀនសិល្បៈខ្លះរៀនសាកលវិទ្យាល័យខ្ញុំរៀនផ្នែកភាសាអង់គ្លេសអញ្ចឹងណា អូបាទ បាទហើយដល់ពេលចប់អង់គ្លេសអញ្ចឹងទៅយើងរៀនផ្នែកខាងពាណិជ្ជកម្មគ្រប់គ្រងពាណិជ្ជកម្មប៉ុន្តែខ្ញុំរៀនភាគច្រើននៅសាកលវិទ្យាល័យខ្ញុំរៀនតែយប់ រៀនទៅយប់បាទ រៀនទៅយប់ហើយពេលថ្ងៃតនេអញ្ចឹងខ្ញុំហាត់សិល្បៈ អូ ហាត់លេងគូត្រនឹងខ្លះទៅហាត់ស្គរយីគេហាត់អីខ្លះព្រោះខ្ញុំធ្លាប់ដែរនេះដែរខ្ញុំធ្លាប់លេងយីគេលេងអីអញ្ចឹងណា ប៉ុន្តែការហាត់ហ្នឹងមានគ្រូបង្រៀនឬក៏យើងហាត់តាមគ្រូដែលគាត់បង្រៀនអ្នកផ្សេងហើយយើងទៅលួចរៀនបន្តឬក៏យ៉ាងម៉េច អត់ទេយើងរៀនផ្ទាល់តើយើងរៀនដូចនៅក្លឹប MSL អញ្ចឹងមានលោកគ្រូយ៉ាន់បូរិនលោកគ្រូភួងពិសិដ្ឋ បាទ ហើយនឹងលោកគ្រូផ្សេងទៀតអញ្ចឹងណាថាទៅគាត់បង្រៀនពីការច្រៀងមហោរីរៀនស្មូតរៀនយីគេរៀនចម្រៀងខ្មែររៀនអីចឹងមកហើយរៀនសមាគមអប្សរាហ្នឹងរៀនដូចជាចម្រៀងមហោរីចម្រៀងបុរាណរៀនកូត្រូអីចឹងទៅ បាទ អញ្ចឹងទៅខ្ញុំជន់ពេលខ្លះខ្ញុំរៀនច្រៀងល្ខោនភាសា អូចេះល្ខោនភាសាទៀត បាទប៉ុន្តែបានសម្ដែងល្ខោនភាសាតិចដែរណា អូតែពេលដែលរៀនល្ខោនភាសាហ្នឹងអាហ្នឹងធម្មតាតតែយើងរៀនវគ្គអក្សរសាស្ត្រខ្មែរឬក៏វគ្គនិពន្ធឬក៏អីដែលយើងច្បាស់ជាអក្សរសាស្ត្រខ្មែរអីចឹងណាបើយើងច្រៀងល្ខោនភាសាអីទៅវារលូនតែហេតុអីក៏បងរៀនផ្នែកភាសានិងផ្នែកពាណិជ្ជកម្មអីប៉ុន្តែទៅចេះល្ខោនភាសាវិញមូលហេតុអី ចុះបើយើងសល់ពេលច្រើនយើងគិតមើល អូ យើងរៀនសាកលវិទ្យាល័យរៀនតែយប់ពេលច្រើនម៉ោង5កន្លះដល់ម៉ោង8អញ្ចឹង3ម៉ោង បាទ យប់ហើយចុះថ្ងៃតាំងពី អញ្ចឹងខ្ញុំអត់សូវបានធ្វើការទេខ្ញុំឆ្លៀតរៀនសិល្បៈ អូ បាទហើយខ្ញុំក៏ធ្វើការមានគេហៅច្រៀងហៅអីទិញទួចយើងចេះតែបានលុយនឹងសំរៀនទៅ សំគ្នា បាទហើយសល់ពេលយើងនៅធ្វើអីយើងរៀនសិល្បៈទៅមិនអញ្ចឹង បាទការបងចង់សុំកាត់បងតិចការបងដែលសិក្សាពេលទនេពីការរៀនសូត្រសិក្សាសិល្បៈក្រៅមកនោះភាគច្រើនគឺនៅក្នុងឆ្នាំណាដែរ ជា2000ជាង អូ2000ជាងមកដែរ 1 2002 2003ចេះរៀនស្អីក៏ដោយឲ្យតែពាក់ព័ន្ធនឹងច្រៀងសិល្បៈអីឲ្យតែគេឲ្យរៀនគេអត់យកលុយទេព្រោះយើងអត់មានលុយបងណា បាទ អញ្ចឹងឲ្យតែមិត្តភ័ក្តិអីគេប្រាប់ហ្នឹងកន្លែងនេះគេហាត់សិល្បៈអីនៅសមាគមអប្សរាអីចឹងគេសិល្បៈអីចឹងគាត់គេបរៀនអីចឹងក៏រៀនតែភាគច្រើនអង្គការអញ្ចឹងណា បាទ ដូចក្លឹបសិល្បៈ MSL អីចឹងក៏គេឲ្យយើងចុះឈ្មោះប្រឡងច្រៀងប្រឡងរៀនច្រៀងចឹងណាដើម្បីគេបណ្ដុះបណ្ដាលផ្នែកការចម្រៀងអីចឹងទៅអញ្ចឹងក៏គេអត់យកលុយអីចេះតើរៀនទៅបាទ រៀនទៅក៏បានចំណេះជំនាញហ្នឹងមកប្រើប្រាស់រហូតដល់សពថ្ងៃ បាទខ្ញុំចាប់អារម្មណ៍នៅពេលដែលបងលើកឡើងពីល្ខោនភាសារៀនល្ខោនភាសាថាតើល្ខោនភាសាដែលបងច្រៀងហ្នឹងជាការរៀនសូត្រឬមួយក៏បងរៀនដោយខ្លួនឯងឬក៏ច្រៀងឬក៏ខ្ញុំធ្លាប់ ស្ដាប់អីចឹងទៅ ខ្ញុំធ្លាប់ស្ដាប់កាសែតខ្លះអីចឹងដែរហើយបានរៀនផ្ទាល់មួយលោកគ្រូដូចជារៀននៅមន្ទីរវប្បធម៌រាជធានីភ្នំពេញអញ្ចឹងកាលនោះមានលោកគ្រូអ៊ុំសមិទ្ធកាលនោះគាត់នៅរស់ណា បាទ គាត់ក៏បហាត់យើងច្រៀងល្ខោនភាសារៀនហ៊ូនរៀនអីគាត់ថាខ្ញុំមិនបានសម្ដែងអីធំដុំទេគ្រាន់ហាត់ច្រៀងតែមិត្តភក្តិខ្ញុំផ្សេងៗទៀតគាត់បានសម្ដែងដោយលោកអុលសំអាងអីចឹងគាត់រៀនជាមួយខ្ញុំអញ្ចឹងហើយគាត់ក៏ពង្រីកមុខរបរការងារល្ខោនភាសានោះរហូតដល់គាត់ទៅជាតកែល្ខោនទៅជាអីចឹងទៅគាត់ថាខ្ញុំរៀនល្ខោនភាសាមែនតែខ្ញុំមិនបានចាប់អាជីពជាអ្នកលេងល្ខោនភាសាអីចឹងទេអញ្ចឹងណា បាទ ហើយក៏យីគេក៏រៀនអញ្ចឹងទៅក៏ធ្លាប់សម្ដែងយីគេដែរ អូធ្លាប់សម្ដែងយីគេទៀត បាទធ្លាប់សម្ដែងយីគេធ្លាប់និពន្ធអត្ថបទល្ខោនយីគេអីចឹង អូតែគាត់ធ្លាប់និពន្ធអត្ថបទល្ខោនយីគេទៀត បាទហើយក៏ប៉ុន្តែដោយសារថាការងារមុខរបរលេងល្ខោនយីគេហ្នឹងវាមិនសូវកាក់កបណាទីផ្សារវាតូចអញ្ចឹងគ្រាន់តែយើងចេះទុកជាមូលដ្ឋានអញ្ចឹង បាទទុកបែរថាជាគេឬក៏ជាមូលដ្ឋានរបស់យើងដែលយើងបែរថាធ្វើម៉េចដែលយើងរៀនក៏បានរៀនហ្នឹងបាទយើងមានគ្រឹះមានអីហើយជាពិសេសយើងស្រឡាញ់ជាគេដូនតាយើងបាទចេះបាយស្គរចេះអីហ្នឹងតាមរយៈរៀនមួយគ្រូហ្នឹងឯង បាទឥឡូវចេះបងខ្ញុំចង់ចាប់អារម្មណ៍ពីល្ខោនភាសាខ្ញុំចង់ដឹងថាតើល្ខោនភាសាជាទូទៅភាគច្រើននៅនឹងធម្មតាគេមានបទវាជាសាច់រឿងត្រូវទេមកល្ខោនភាសាខ្ញុំចង់ដឹងថាតើ
là khâu mà sạch chia sạch ở rương để bong chiếng thiệt chán bong chiếng bài chia sạch ở rương mùi nào này bường cao riêng dương riêng ta bây giờ bọt có ria bà lùm sma lùm chùm hiên ai chân tới quạt đẹp thà bọt nắng ôi thôi bọt ní bọt là cô đây nó bị bọt cùng sọt bọt pra ai chư chập ai chân tới họ bọt ai sần thây sần thất bọt ai xây tiệt chẳng cơ từ tam xây nướng xây kia của bán này còn bàn tay chùm riêng mà bọt nắng cái ai pra nửa bên à mà là đời thay dương chạ tranh vì miệt đà bấy đà ấy từ sắc xa và chia ca ấy chỉ một được tài xây chân chỉ được bọt ấy bọt sổ rồi dung ở đây có bọt ấy sạch là dương chạp và thấy không ca riêng bọt và giặc ca ấy chẳng cái ôi chỉ được bọt ní chẳng bọt ní cầm rật na xâm lê dương cầm rật na dương phờ vì thử na dương bọt khăn cái pra bọt ấy bọt vàng dương cô vàng khách vàng ấy chẳng tại còn cái miếng rung mồn cái miếng đây là bọt khăn pe khăn nó gây chuyện bọt ấy bà vì cái có miếng này pe khăn cái chuyện bọt ấy chẳng đúng mà là pram của mỗi bọt nó cực khăn bà những cái chuyện tại tạm bọt comply vì cái nó gây chuyện bọt ấy bà hay cầm sọt pra nó gây chuyện bọt ấy bọt nức rồi lức đỏ sọc cầm na nó cầm gua sái cái chuyện bọt ấy cái miếng bọt bọt này bọt nức Allah halai ấy cái chuyện bọt cái miệng bọt cho gì kế bài sập bọt chiềng bài sập bọt chiềng bà đang cái bong anh che ban màn bọt tới bờ tràn một lần bờ nhom chiềng man ten lên man ten chiềng khăng nó ha học sập bọt bằng cái dạng tràn nó mà rương á hay bọt nó mà rương dài chởn bằng cái hay rương khác bị về tới giờ trăm rồi ở đấy ha học sập bọt về rùm tới bọt lá dương mình xây prao để bị cọp chầu lẽ nè bờ ao nhom thà nhom trăm thằng ó mình hiện thà trăm có thể bàn đấy bây giờ là nhom trong xì được bọt nắng bao nhom flick nhom từ mơ và rô rư rồi nhom đạp làng vinh vậy bọt bọt sắc vô mà hào đi mà chả thấy không có gì tam nó nhom chả đó đấy đi họ là thà bọt na nhom flick bọt na nhom flick nhom ai từ đạp làng vinh bờ là con bọt sắc hai chia mà rồi sàm spram bọt sắc đôi chia bạch châu đang gì cái miền bọt bạch châu bọt lá vô pi gì kê là đài bọt lá pi màu đi là đài bọt lá có xây bị chân đấy nè bọt xây bị chân chờ này mà xã nè bởi vì riêng bây giờ đời nè lên nó còn nơi Campuchia Krong nó còn nơi chật hạ cùng chun triệt chân chun triệt Việt Nam chun triệt Khmer giờ chân rồi chim cà bạch châu kia oi về rồi chết sa chứ lấy nhung trong cái lệ màu này là không mà xã để con bàn được lại một nắng tha riêng bàn chắc nhung chạp ở đó mùi trẻ thom mà đá chỉ tu tới rương bay cùng sọt đó ngay là con mà sạ ta là con mà sạ rương bay cùng sọt nó cái prao chia tùm rung vậy đấy cầm sọt miên trơn giờ bây giờ dương cầm sọt prot pra slap ấy dương cái trơn chỉ được bọn nó cố đi cho bậc thầm là prot pra bay khni ấy chẳng thử tới ngay ấy chẳng thử prot pra này xây xì xong lên nè để dùng bọt xì xong mới nhóm plei cho non trường bọt để đua mà lay cái khác cái buông bọt đai ơi sen đai ơi đai chào mê trai miếng bong anh nó bọt đây mà đua mà lay anh nó bẹp chiên nước anh nó bẹp đai nước mà nước ở lò lay ấy cho một bọt clear slap lắm bờ nó cô riết anh nó bẹp mày tới đúng khai bọn nó cô riết cái chờ này chị riêng điện nghe miền côn chi vật nè con ấy lời nặng xôn cho con ai càng tầm rung được co riết nè bọt không mà xạ tờ muối bên tay bọt xinh tầm rung xinh cái này là miên tầm rung bay hai tầm rung tam mà nấu thành chơi tầm na không để tam bọt bay để tam sạch đường bọt bay nó tam sạch đường bao giờ chắc bơ tầm rung bay pe đại dương bà lòng là bia đây tha quạt miên cu snai mà cu để quạt bàn phía xa lấy dương mai hấp bạch này du hói dương bạn chụp đi hói liền bia đây tha
cái hai thằng đứng nhảy nhon chứ á chuột này yên á bài ấy chứ á nắng mở cái chi va mê ta bong ó srong nuôn lo bong san sna bọn nắng á bà nó không sang sao là trời á bà nắng cứ về chán nắng bà xã đấy bên đây bài mà họ đi bây giờ bị đá mó bà xã ở sân miền bọn chán cô chạy bọn nắng màu prao đây bà bị sai miền tây về tới bọn ấy đưa về cái chi va đây cái chi va mê ta bong na cái chi va bà đi thật là không mà xạ tầm muối có bàn tay tầm rung nơi không đâu cái hai tha cái chạy chết này bà women tràn bà anh ấy bờ snai snon ní cái chơi nào bọt cái gì vào này bà ở lỡ dương thằng lấy mà mình tích dương bọt khỏi mình tích một nắng đại bao man lược lang tha là không mà xạ bài bà đi tha dương bay cái này dương prot cái này bà tay prot luôn chắc nhóm trong ấy bom bằng hai sầm niên nơi prot bài prot rú hết này thà tá bài prot rú nó sầm niênอย่างណាបងជួយដាក់មកឃ្លាមកចប់នៅក្នុងបត់នឹងមួយដើម្បីចែកជូនពុកម៉ែបងប្អូនសម្ដាប់ពីព្រោះពុកម៉ែបងប្អូនជា fan បងណាបាទដែលមានបងជា idol អីចឹងទៅហើយដែលជា fan ចង់សម្ដាប់នៅភាគច្រើនបត់ផ្លែកខ្ញុំជឿជាក់ពុកម៉ែបងប្អូនថាអត់ដែលស្ដាប់បងនៅបង្ហើរនៅសំនៀងបត់ដែលផ្លែកប្រហែលទេពីព្រោះថាមែនតែនទៅគឺធ្លាប់តែស្ដាប់បត់កៅសារ៉ាត់អញ្ចឹងខ្ញុំចង់ត្រឡប់មកស្ដាប់បែបបត់បែបល្ខោនភាសាក៏ប៉ុន្តែបែបប្រត់រស់មិញណាបាទប្រត់បើតែពេលដែលកំសត់ប្រត់វាអាស្រ័យលើយើងដាក់មនោចេតនាដែរដោយរឿងទឹកស្ដាច័ន្ទនេះពេលដែលមាននូបអីចឹងប្រត់ពីទឹកស្ដាច័ន្ទហ្នឹងក៏ប្រើបត់អង្គរនេះដែរបាទគាត់ពេលដែលទឹកស្ដាច័ន្ទគេ3ដាគេឲ្យទៅវិញហើយគេឈប់ឲ្យនៅមួយមីនុបហ្នឹងហើយនឹងចាំឲ្យថាពេលដែលប្រត់អីទៅឲ្យមាននប់អីវិញចឹងលេងប្រត់ហ្នឹងលេងជួបហើយអូអាហ្នឹងបានថាប្រត់រស់មែនប៉ុន្តែឆ្ងាយលេងជួបបាទដូចថានាងហ្នឹងគេហោះទៅហើយព្រោះគេទៅឋានលើវិញហើយបាទគេដូរឋានបាទតែជំនាន់ហ្នឹងយើងស្ដាប់តែបទចម្រៀងគឺយើងនឹកទៅដល់សាច់រឿងហ្នឹងតែម្ដងអញ្ចឹងចង់ឲ្យបងបង្ហើសំនៀងបែបល្ខោនភាសានឹងមួយហើយមានអមួយត្រហ៎ឬក៏ស្គរបើខ្ញុំជួយទុកអត់ចេះវាយbọn nóខ្ញុំអត់ចេះកូដទេអត់ចេះកូដទេបាទតែអាហ្នឹងមុនដំបូងគេគោះអ៊ីសិនអញ្ចឹងណាបាទភាសាbọnកូដទេខ្ញុំអត់ដែរកូដទេបើនិយាយថាបច្ចេកទេសកូដគេវាពីបត់គេមានបច្ចេកទេសរបស់គេបាទខ្ញុំចេះល្មមដែរណាបាទស្អាតដែរបានកូដភាសាឯងបើតែហ្នឹងគេមានគោះអីហ៎គេមានតែស្គរមានទុងឆាំងចឹងមែនបាទពេលយើងលេងមែនតែបាត់ទៅពេលខ្ញុំសាក់គួរខ្ញុំអត់ចេះណាខ្ញុំមិនមែនអ្នកសិល្បៈណាបងប្អូនប៉ុន្តែគាត់ថាខ្ញុំឧទាហរណ៍ណាបើខ្ញុំសាក់គួរចឹងមែនស្តៀងហ៎អត់ទេបើសាក់មិនប្រើស្គរហ្នឹងឯងប៉ុន្តែគាត់ថាស្តៀងណាចេញមកចឹងមែនខ្ញុំធ្លាប់ស្ដាប់ពីទួយខ្ញុំចូលចិត្តស្ដាប់បងប្អូនចឹងបានលើកកណ្ដឹងមកព្រោះអីពីព្រោះថាយើងមិនមែនជាអ្នកអាជីពទេគាត់ថាវាស្តៀងដែលយើងធ្លាប់ដឹងនឹកឃើញចឹងណាបាទឥឡូវកុំឲ្យពុកម៉ែបងប្អូនទន្ទឹងរង់ចាំយូរនៅសំនៀងរបស់បងដែលលើកឡើងពីល្ខោនភាសាដែលប្រត់រស់ប៉ុន្តែរស់នឹងប្រត់លេងជួបអីគេហៅថាប្រត់លេងជួបបែកគ្នាដូចដូរឋានចឹងអញ្ចឹងចង់ឲ្យបងលើកនៅបត់នៅមួយដើម្បីជាចំណីអារម្មណ៍ក៏ដូចជាផ្លាស់ប្ដូរនៅបរិយាកាសដែលបងធ្លាប់តែច្រៀងបត់តួអង្គបានន័យថាលោកកៅសារ៉ាត់ឥឡូវផ្លាស់ប្ដូរមកបែបបត់ល្ខោនភាសារបស់យើងវិញបាទអញ្ចឹងខ្ញុំនឹងរាប់ជូនទៅបងបាទតោះ1 2 3បាទស្ដាយក្លិនស្ដាយខ្លួនយ៉ាក្រអូបមើលឯងស្ដាយចេះងេកោតក្រែងយ៉ាដល់បងជាប្តីស្ដាយក្លិនស្ដាយខ្លួនយ៉ាក្រអូបមើលឯង
đại chẳng cao cài nhé ya đal bong chiếp đây ôn trạng tranh từ ơi ất nê cái đây à lại ya ôn nào ôn sấy ya pro này bong phong ya chọc ôi bà sẽ đạp tới mơ tới địch prot này địch tua ông này prot để nơi chăm rong chăm tua ông này tới bắt nó để chui chặt khăn nhưng để từ nó tiết bà đây tha bay than để rong chăm nữa bà ôi ở đây nhâm xong nhâm tập với dân rồi từ chừng ai từ chừng ai dưới từ chừng ai bà bay tha từ chừng ai mến tên thiên bọt lời tôm sạch là con sạch đi đây bà hay dương đạp mơ tới dương ban ở plak đâu nơi bà đây tha chia chặt khâu á sum tu chia róm á này bà chia róm dương ban plak đâu non từ bài bạc khâu mà sạ chẳng nhom trong ơi bong lược pi gì kê màn tịch bà nhom trong đăng tha tá bài gì kê để bong cất tha chuyện một rung bài ná đại kê pin mình dùng nơi ca sẵn đạp thì của tha men tên tới gì kê ở lỡ dương stir tại không cho nó khối stir tại plek bát này bà xong bay tầm bạch cho nó khối xong bay tập cho nó nhom nó là cái nhom trong plek đó này bà để xa ấy để xa ấp sư miên phục mẹ bông ôn chặt đạp hay chỉ bị xem phọc nó sư bà này tha dương luôn ấy nó gọi sư ban đạp này thì phú to là miên bật ca na muối thùng thông cả đôi chia pe khá đo tập bon tiên ấy được tẹt na nụ tiên được ấy chắc ban dương miên là bài gì kê bài ấy đạp bà chắc là lấy nhom trong ấy bóng gì kế với thời casco ấy Mexico của bạn bà chắc là lấy nhom trong plak đồ tí chứ nè trong ban này tha tá nơi pe đài bài bị kê tranh bao dạng bệnh tùm rung chắc ôi phục mà bông ôn sẵn đáp ham đừng miên ấy play nơi pe đài gì kê nhưng ôm cho buổi đường score bao dương chẳng bà tỏ chắc nhầm xong rộp chun bóng bà tỏ muối phí 7 bà ơi năm na năm nay tranh cho cha ông pí đi đi mà niệm mua niệm với cha rồi ngày luôn nơ sen khói xa chim mùi cửa xa khang xa mây ơi anh ấy cái pole mất cái thân tích chân đây bà cho đó là pe trâu bèn tên bà anh ấy nhung cái đọ sòng nhung sòng đập ở trụ chiến đó này bà lục chân chiên gọt pole chẳng hay anh ấy đọ sòng bề rương bờ đồng mía bờ bề đồng mía của mày chẳng pe đài một pôn rốt chào vì thế hai nắng bề đây mò bị thưa sừng kềm với tam rô một pôn tam rô pôn nó tam rô rập chấm đừng một pôn tới nè đọc một phây chấm hoặc đào rô một pôn mình nhẹ nè chẳng pe đài quạt đào rô hay quạt rô một pôn mình khơi những quạt có chi riêng mà bọt á bọt nào sôi dao đuông chất nê bong ơi ôn ơi đánh lời bắt xôn đuông chất nê bong ơi ôn ơi đánh lời bắt xôn bong xoay nhá ơi róc ôn ơi ông cá rộp năm bong xoay nhá ơi róc ôn ơi ôn ơi ông cá rộp năm
ยมามันเน่ช่วมแต่เอาหนาเอาหนามุกตายร้องกำมามันเน่ช่วมแต่เอาหนาเอาหนามุกตายร้องกำชีวิตชีวิตนายแปลงสามเอาหน้าเอาหน้ารถสั้นใจชีวิตนายโรงกำเอาหน้าเอาหน้ารถนอกสั้นใสបាទដឹងខ្ញុំចាប់អារម្មណ៍ជាងគេអីអត់សំនៀងជាប្រូហ្នឹងមួយហើយតែអ្វីដែលចាប់អារម្មណ៍មួយទៀតហ្នឹងគឺអាសំឡេងគោះហ៎បែរថាវាថើនទៅតាមអាបត់អាប់ចម្រៀងយើងណាបាទអាប់ចម្រៀងយើងហ្នឹងគឺវាថើនទៅតាមហ្នឹងបែរថាក្លុកកលាក់ដៃដែលយើងគោះវាហ្នឹងគឺទៅតាមអារម្មណ៍នៃបទចម្រៀងដែលយើងច្រៀងហ្នឹងបាទដែលប្រូហ្នឹងអាកន្លែងហ្នឹងគឺពិសេសមែនតើតាមពិតយីគេគឺព្រោះពុកម៉ែបងប្អូនអញ្ចឹងក្មេងជំនាន់ក្រោយអាចបើក YouTube អាច search មើលពាក្យយីគេអីចឹងទៅយើងបើកសន្តាប់ពីព្រោះថាពេលខ្លះយើងអត់បានរៀនយើងអត់បានយល់អត់បានស្គាល់អត់បានទៅកម្មវិធីអីជួបក៏ប៉ុន្តែនៅក្នុង YouTube គឺអាចមានអញ្ចឹងពុកម៉ែបងប្អូនអាចបើកស្ដាប់ជាពិសេសបើអត់បានស្ដាប់ណាគេក៏ដូចយ៉នជាមួយនឹងខ្ញុំនេះកំពុងតែធ្វើបទសម្ភាសន៍បងនេះដែលបានលើកឡើងនៅជីវប្រវត្តិរបស់បងប្រុសដែលបានរៀននៅផ្នែកល្ខោនបាសាក់ផងផ្នែកយីគេផងឥឡូវបងបានបង្ហាញនៅពីទម្រង់រួចហើយបាទអញ្ចឹងយើងចង់ដឹងថាបែបណាទៀតឥឡូវតោះខ្ញុំសុំលើកស្គរចេញម្ដងបាទកុំឲ្យនៅជាប់យូរពេកនេះគ្រាន់តែជាការដែលបងបានធ្លាប់សិក្សាពីព្រោះយើងចង់បង្ហាញពុកម៉ែបងប្អូនថាអញ្ចេះពេលដែលបងបានសិក្សាហើយយើងចង់បង្ហាញនៅចំណេះវិជ្ជារបស់បងដែលបែបល្ខោនបាសាក់ក្តីបែបយីគេក្តីហើយឲ្យចង់បង្ហាញបន្តិចហ្នឹងជូនពុកម៉ែបងប្អូនបាទអញ្ចឹងឥឡូវយើងកុំឲ្យឃ្លាតទៀតយើងចង់បន្តទៅជីវប្រវត្តិរបស់បងបន្តទៀតបាទអញ្ចឹងយើងមានពេលវេលាកំណត់របស់យើងដែរនៅក្នុងកិច្ចសម្ភាសន៍គឺយើងមានរយៈពេល1ម៉ោងជាងក៏ប៉ុន្តែយើងនឹងព្យាយាមនៅលំអិតខ្លះមិនបានលំអិតខ្លាំងក៏យើងបានលំអិតនៅខ្លះពីជីវប្រវត្តិរបស់បងប្រុសដែរបាទអញ្ចឹងជាកិច្ចបន្តខ្ញុំចង់សួរបងប្រុសទៀតក្រៅពីល្ខោនបាសាក់យីគេទម្រង់ទាំងអស់នឹងដែលបងធ្លាប់រៀនតើមានទម្រង់អីខ្លះទៀតដែរបងបាទបើចម្រៀងសម័យរៀនភាគច្រើនយើងខ្ញុំរៀនតាមខ្សែរៀនអីអញ្ចឹងណាបើចម្រៀងមហោរីឬក៏ចម្រៀងបុរាណហ្នឹងបាទឬក៏ភ្លេងការហ្នឹងហាត់កូត្រូហ្នឹងជាមួយលោកគ្រូទុយវណ្ណរាដែរអូក៏នៅសមាគមអប្សរាហ្នឹងខ្ញុំរៀនតាមមហោរីបានច្រើនដែរហើយនឹងចម្រៀងលបាមរាជទ្រព្យអីអញ្ចឹងណាបាទអូពុកម៉ែបងប្អូនបានថាបងប្រុសរៀនទម្រង់ច្រើនណាទម្រង់បុរាណយើងណាបាទទម្រង់បុរាណយើងមានច្រើនមែនតើមើលមានតាំងពីល្ខោនបាសាក់ដែលបងបង្ហាញណាបាទមានតាំងពីយីគេឥឡូវហ្នឹងបងប្រុសថាមានបែបមហោរីទៀតមហោរីដែលភាគច្រើនហ្នឹងដែលយើងស្ដាប់នៅតាមភ្លេងការពុកម៉ែបងប្អូនប្រកាសជាមិនថាពុកម៉ែបងប្អូនទេតែខ្ញុំតែប្អូនស្រីតែក្មួយតែអីដែលកន្លងមកធ្លាប់ការធ្លាប់អីហ្នឹងគឺតែងតែមានភ្លេងហ្នឹងចូលហើយបាទមហោរីហ្នឹងវានៅក្នុងទម្រង់ការដែរមែនទេបងដែលបទខ្លះដូចបទតាពាំងពីរហ្នឹងមហោរីក៏ប្រើដែរបាទហើយភ្លេងការក៏ប្រើដែរបាទព្រោះហ្នឹងភាគច្រើនក្មេងយើងគឺនៅនឹករលឹកបែរថាអត់ភ្លេចដូចប្រហែលនេះដែលខ្ញុំឲ្យបងប្រុសបង្ហាញមិញទេបាទពីព្រោះនោះគឺគេចាក់រាល់កម្មវិធីដែលយើងមានពីព្រោះថាវាជាច្បាប់នៅ culture ក៏ដូចជា traditional ណាបាទវាជាវប្បធម៌និងអរិយធម៌របស់យើងដែលអត់អាចបាត់បានណាបាទពេលនៅពីក្មេងៗយើងស្ដាប់តែភ្លេងភ្លេងសម័យតាមវិទ្យុតាមអីចឹងហើយដូចខ្ញុំនិយាយជាមួយជឿនតាមឡានមកអញ្ចឹងថាសួរថាខ្ញុំធ្លាប់ប្រឡងចម្រៀងគាត់បាទខ្ញុំប្រឡងច្រើនណាស់ដូចឆ្នាំ97 96អីហ្នឹងធ្លាប់ប្រឡងហើយប្រឡងដំបូងគឺធ្លាក់ប្រឡងធ្លាក់ប្រឡងបើយើងនៅក្មេងៗដែរហើយខ្ញុំសុំសួរមួយសិនសុំកាត់បន្តិចបកទៅក្រោយវិញបន្តិច
ចាំបានន័យថាមូលហេតុអីបានជំរុញឲ្យទឹកចិត្តបងទៅប្រឡងចម្រៀងហើយដែលប្រឡងចម្រៀងនឹងទៀតសោតនោះតើប្រឡងនៅក្នុងកម្មវិធីអីគេហើយនៅណាដែរ ប្រឡងដំបូងដែលបងប្អូនភាគច្រើនប្រហែលមិនដឹងដែរតែខ្ញុំមិនដែរបាននិយាយដែររឿងហ្នឹងណា បាទ មិនថាខ្មាស់គេទេបើគេអត់សួរផងយើងសួរឆ្លើយទៅឧទាហរណ៍អញ្ចឹង បាទឥឡូវបងប្រុស បើនិយាយពីប្រឡងចម្រៀងធ្លាក់100ធ្លាក់99ហើយប្រឡងដំបូងនៅកំពង់ធំដូចជា96 97ឡើង2ដងណាប្រឡងទី1ដល់ច្រៀងតែម្ដងឡើងគេថាគេមានជុំដូច7 8ជុំអញ្ចឹងបានអស់ខ្ញុំគាត់ណាវគ្គជំរុះដំបូងធ្លាក់ដោយកីឡាករដោយកីឡាប្រកួតអញ្ចឹងគេមកជុំធ្លាក់ ជុំទី1 ជុំទី1គាត់ឡើងទៅធ្លាក់ពឹបប៉ុន្តែជំនាន់ខ្ញុំប្រឡងចម្រៀងគេបិទច្រើនណាគេបិទដល់ពេលយើងឡើងទៅមកជុំហ្នឹងមក100 200នាក់ឬក៏400 500នាក់អញ្ចឹងជាប់ឬធ្លាក់គេច្រើនណាបិទមួយនេះជាប់យើងប្រឡងអញ្ចឹងទៅបើយើងធ្លាក់ឬជាប់គេបិទហើយគេអត់អានទេមកយើងឈ្មោះទៅធ្លាក់អញ្ចឹងគេធ្លាក់ហើយអត់មានទេមកជុំមកជុំគេធ្លាក់ប្រហែលធ្លាក់អញ្ចឹងទៅពីដល់ពេល97 98ហ្នឹងប្រឡងដែរគាត់ខាងហ្នឹង7មករាដែរបាទធ្លាក់ដែរអត់ជាប់ទេដល់ពេលមកដល់ភ្នំពេញខ្ញុំប្រឡងនៅទូបាយ័នដូចជា2000ឬក៏ដើម2000អញ្ចឹងប្រឡងធ្លាក់ដែរធ្លាក់ទៀតឥឡូវដូចជាបុនសាសពតដូចនៅប៉ុលលេខ3ប្រឡងម្ដងដែរធ្លាក់ដែរធ្លាក់ទៀតងាប់ហើយលោកព្រះ2000ធ្លាក់រហូត2000ដូចជា2003 2004បើប្រហែលចន្លោះហ្នឹងអីប្រឡងនៅទូអប្សរាជារឿងមករីធ្លាក់ដែរប៉ុន្តែដូចបានជុំរៀងឆ្ងាយទេដែរណាជុំចុងក្រោយនៅសល់10 20នាក់ចុងក្រោយបាយថាបបពិសោធន៍ហ្នឹងគោច្រើនទៅណាបាទបាយ័ន2010ជាងគេអីក៏អត់ជាប់ដែរបានដែរដល់ប្រឡងស្មូតដល់ជុំចុងក្រោយជុំចុងក្រោយបានរង្វាន់កិត្តិយសទេអាហ្នឹងគឺល្អបំផុតហើយដល់ប្រឡងដែលបានលេខ2ម្ដងឆ្នាំ2014ច្រៀងអាបទ original បទថ្មីតែនៅពុនខ្លួនឯងបាទបទសម្រស់ Florida ហ្នឹងបានលេខ2ម្ដងអូ2012 2014អូ14បាទបងប្អូនបាទហ្នឹងគឺឈប់ប្រឡងតែពេលហ្នឹងមកឈប់ពេលដែលបានស្នាដៃឈប់បដ ாய் បាទធ្លាក់ច្រើនពេកហើយជាប់តែស្នាដៃលេខ2ហើយឈប់បដ ாய் ថាឈប់ក៏បានថាដូចថាគេដូចថាយើងចូលក្នុងសិល្បៈយូរហើយគេស្គាល់ហើយយើងគេគិតថាយើងជាអ្នកសិល្បៈហើយយើងទៅប្រឡងទៀតដូចវាមិនសមអញ្ចឹងក៏ឈប់ប្រឡងទៅ2014ហ្នឹងឈប់ទៅបាទ2014ក៏ឈប់ទៅបាទបើនិយាយថាប្រឡងគឺថាប្រឡងច្រើនណាឥឡូវខ្ញុំចង់បកទៅខាងដែលបងប្រឡងលើកទី1នៅខាងខេត្តកំពង់ធំហ្នឹងខ្ញុំលើកពីប្រធានបទដដែលចង់សួរថាហេតុអីក៏ជំរុញទឹកចិត្តឲ្យបងឡើងប្រឡងយើងគិតថាមកពីខ្ញុំអួតដែរអួតក្នុងអារម្មណ៍ខ្លួនឯងអញច្រៀងព្រោះដែរស្រាប់ទៅប្រឡងយើងច្រៀងមួយភ្លេងមួយអីយើងអត់មានអ្នកជំរុញពីក្រោយម្ដាយឬក៏មិត្តភក្តិបងប្អូននេះឪពុកម្ដាយគាត់សប្បាយចិត្តដែរយើងទៅប្រឡងទៅអីបាទហើយបងប្អូនគេប្រាប់ទៅអាគេប្រឡងចម្រៀងឯងសលេងល្អឯងទៅប្រឡងមានការជំរុញដែរបាទទៅប្រឡងធ្លាក់ល្មមធ្លាក់បាយថាមិនទៅសុកចឹងទៅខ្លួនឯងក៏មានអ្នកជំរុញដែរគេអ្នកដឹងព័ត៌មានអីចឹងណាបាទគេផ្សព្វផ្សាយអីនៅក្នុងខេត្តចឹងយើងក៏ដឹងប្រឡងទៅបាទប្រឡងហើយក៏អត់ជាប់ដែរបាទតែជាប់ទេនៅកំពង់ធំអីគេណាបាទតែប្រឡង original song មួយសបាយកម្មវិធីស្ដាប់ចម្រៀងខ្ញុំ Hear My Song ណាបាទអានោះប៉ុន្តែអានោះគេប្រឡងតែយើងទៅសេខ្លួនឯងបទថ្មីគេយក original song ប៉ុន្តែបើយើងគិតទៅដោយសារពាក់ព័ន្ធនឹងបទពិសោធន៍ដែរបាទយើងប្រឡងហ្នឹងថ្មីថ្មងវាបទពិសោធន៍យើងនៅខ្ចីបាទហើយយើងក៏មិនសូវចេះច្រៀងជាមួយ play អីយ៉ាងម៉េចយើងដូចថាយើងច្រៀងគោកលេងតែឯងអញ្ចឹងបទពិសោធន៍ហ្នឹងវាធ្លាក់ហ្នឹងក៏វាសមដែរព្រោះយើងប្រហែលជាមិនតន់ចេះច្រៀងអីណាឬក៏យើងគ្មានន័យថាអ្នកបណ្ដុះបណ្ដាលអីឬក៏ខ្វះខាតអីយើងក៏មិនដឹងទេព្រោះបេក្ខជនគេគ្រូត្រឹមត្រូវដែលនៅចិត្តដិតចិត្តជាប់យើងហើយអាចថាបេក្ខជនផ្សេងៗទេក៏គេត្រៀមដូចគ្នាដែរអូបាទអញ្ចឹងជាដំបងដែលបងលើកឡើងយកទៅប្រឡងច្រៀងនៅឯស្រុកកំណើតខេត្តកំពង់ធំហ្នឹងបាទការដែលប្រឡងហ្នឹងកម្មវិធីឈ្មោះអីដែរបងខ្ញុំភ្លេចដំបងណាដូចជាថ្នាក់ខេត្តគេរៀបចំបាទតែបន្តប្រឡង97 98ហ្នឹងដូចជា7មករាខ្ញុំចង់ដឹងពីបទចម្រៀងដែលបងលើកឡើងយកមកបង្ហើរសំនៀងនៅក្នុងការប្រឡងបន្តិចតើការចំណងហ្នឹងបងរើសយកបទអីដែរដំបូងច្រៀងបទនាវាជីវិតដូចមិនមែនបទលោកកែវសារ៉ាត់ណាបទសិនសមុទ្របាទអត់ដែរជ្រើសរើសបទហ្នឹងមកបាទដឹងមិនខ្ញុំមូលហេតុអីបានជ្រើសរើសបទហ្នឹងតែខ្ញុំឆ្លាញ់បទហ្នឹងបាទប៉ុន្តែអត់ដឹងថាសំឡេងយើងហ្នឹងដូចលោកកែវសារ៉ាត់ទេតែទៅច្រៀងបទលោកសិនស៊ីសមុទ្រអត់ទេកាលហ្នឹងចម្រោះហ្នឹងស្អីក៏ជ្រៀងដែរអត់ព្រោះចាប់អត់
cứ tháp ruột luôn ai đáp mới tới tháp ruột luôn này ơi cho bọn nó ghi cái đáp ruột đừng thật sự là dương trôi chặt ấy đôi ấy giờ ở đằng đây chạy chiêng đấy bà đang cài chiêng bà đập pe là tầm riêng nơi ở nụ chia lai ấy nè bà được bò cái tháp bò giờ bò vô kêu còn trôi chặt ao dương chi đến của dương chi đến chưa à ao tại dương chạm bò dương chi đến đấy rồi ở bàn cân tạc luôn ấy nâng đôi thà sầm lê nâng việt trâu nâng bọt ấy ở cất đi phù ca cho nó nâng dương ở cất tháp bọt na dương trường bướu chưa bọt nâng đầy bà hay nơi pe đại cho năm bằng toạp để bong bò nơi cam việt thi bong hồng pơ mẹ cả đá khai đá này bong bà cá nó toạp nó bong chưa bọt ấy giờ bột pha tầm mùi bột pha tay mùi rồi là chẳng mấy ngày đừng mình mấy lô cao sạch à ọt đi bà đừng nhạp xây này nè ngày ở đây vô cái sạch từ bò để cho nó nữa bà mai tháp bò ta tua ong xây tê có bẩn tá có đăng than nó không luôn dương nó miền đông bị lục cao sạch nó không đăng tê ở đây chấm rõ cái nó nhom chiên bật ăn dây là tới từ bên tay nó bị bò dương cái thà bật đồ cái sạch miền tây gì chẳng á bà nhưng mình sao ban chạm vào rom đời chiên và nè xây tới con này dùng tại bọt mình than nè ná để cho nó cơ ở tại bọt ấy sân một chẳng ấy nè play phía trái rồi con trẻ tại bọt sân một đằng đây tỉ mà tại sao con này giống á cái hai luôn này giống á pe class này giống tới ná cái tới năm mà nè chỉ riêng tao có ở tại bọt sân một cái trôi chật vô mà chỉ riêng tàm bà ở dưới có tam cái chẳng thử đang tại luôn ấy nâng việt trâu được ấy tỉ bà bài tha dương ở toàn chưa rước luôn anh trâu chẳng hết bà của ông ôn ở lấy dương chỉ bằng to mất bong chắp đa một bọt nơi Ritani Phnom Penh mà đo bà Ritani Phnom Penh nó bao giờ nó bong chưa rước bọt ấy vô mà bọt chiêm mà nà thà chiêm khmai mùi tông ní bạn lô cao sạch đấy thà con ơi kênh từ công dung xua rọc mà đai nẹng bọn nó nhầm chạp à ròm bà không bao ôn bà bọn nó chia ra vườn này bà tay nhung khơi lô cao sạch đấy chưa riêng đấy nhưng đằng đấy bởi nhầm slot đặt chia ra vườn còn chia riêng chia ra vườn chắc chia ra vườn thích nhung chờ lắm luôn này bà không bao cho non số 1 đấy á bà cho non lúc sân một đây chứ à lời chơi không bao ôn đời xa bọt chia mà nè tha nó nhung lộp sẽ đặt có bàn tay nhung ọt cho bạc tha lục cao sờ đắt lưng có chia sờ vườn đài lục bọ sài đi chẳng là lấy nhung trong ở bong bọ sài bằng tích nơi bọt nằng nhung trong đang thà tá cho mấy thanh nhăn cam bị thi nơi không phòng vọt bong nó dạng mày đài bị phù tha tầng ó ní đài phục mai bong ban sần đắp ní sật tại bong nước láng vô mà bọc cuột ở trên nên lơ cha và đôi chỉ lọp ban sặc xa riêng sốt và lọp ban sặc xa riêng sốt à lấy trong ai bong bọ sài nữa bọt chia mà nà tha nâng mùi và chẳng là lời xông nhâm tật với sân dây có sọ co ra bà nhung giấy có sọ của nó chỉ điên có phong mang bọn bà tao phù pi phù tha men tên tới cam thi bao dương ní thôi bật để dương xua pi phù bọt mấy có bàn tay vì tẹt tôn chỉ mùi được bọt chùm riêng pi phù tha phù bọt bao bong tróc cứ tẹt tôn chỉ mùi được ca chứ riêng hai nơi không lùm lom bọt đại vô mà bật ở trên đôi chỉ ca riêng sột bà chẳng là lấy còn ở một mai bom ôn từ từng rong trăm dú xong rồi bom pro bằng hai sầm miệng nơi bọt chia mà nà thá đài lực lang vô bọc lón nơi tu bài giòn bà tỏ chân nhung rọp chún muối pí bảy chiêm khmai mùi tông sóng ana tha con ơi công dung xua rọc mà đai nẹng ba pa ruộng nơi cây phơm cây trắng cái nó chân dặn đón tia Việt ba pa từ buông chúa tha chia prong toal sniết pa yok prapun tiết khai nhiệt kế tha khai chất mà đai trong cây miền mê ta Prum vi tho trong buông rùm con mình bạch máu khang máu đong tiệt tế
ห่วงหายก็ได้สนายห่วงบองห่วงอ่อนห้องเจ้าสัมเปอร์หายตื่นตองกระบอนจำกองอุดขลุ่นท่าใส่ล้อเตียดนาอ่อนยังมาจังขบวนสันดองยกรูปใส่จากโดยสัตว์อันดาเพลิงปรีปีเขียดมีเยียสัตรีมีนรบรอยสนีดเกพัดยังเตียดโดยพัดรูปขยมโอ้ยสำหรับตอนดังถาจับโกนลุงโลจังพวกเรือสำเร็จลงยมมากกว่าอังปนดังถาขนมนี้เรืออ๋อดิให้บ่าวจมูกหนึ่งชอบบ่าวเราวิจะแฉะนั่นดังถาจับดังถาจับดิพี่ผัวการวิธีบางอย่างนี้คือเรียบจำในไพลอตกาแฟให้กระบายชื่นพนมประสิทธิ์ประมาณปนจังสำหรับเมื่อเตยโดยชื่นลงโลยแมนเทนបាទនេះយើងឆ្លៀតអរគុណដល់អ្នកឧបត្ថម្ភកម្មវិធីកន្លែងអញ្ចឹងណាបាទគឺ Pilot Cafe ពុកម៉ែបងប្អូននេះនៅកែវកាហ្វេរបស់យើងហ្នឹងបាទមាន logo ហ្នឹងគឺ Pilot Cafe ហ្នឹងឯងបាទហើយយើងអរគុណដល់ម្ចាស់កាហ្វេដែរដែលគាត់បានផ្ដល់ទីតាំងសម្រាប់ពួកយើងនៅផលិតនៅកម្មវិធីកិច្ចសម្ភាសនេះផងដែរបាទអញ្ចឹងបងប្រុសគឺមានបានថាគឺមានតាក់ទងជាមួយនឹងជីវិតគាត់ក៏ដូចជាកម្មវិធីអីគាត់ផ្សេងច្រើនទៀតប៉ុន្តែនៅថ្ងៃនេះគឺយើងលើកយកមកពីប្រវត្តិខ្លះៗរបស់បងប្រុសដែលតាក់ទងជាមួយនឹងការសម្រេចចិត្តដែលឈានជើងចូលទៅក្នុងសិល្បៈវិថីសិល្បៈយើងនេះអញ្ចឹងឥឡូវយើងបន្តទៅមុខទៀតដែលបងប្រុសបានច្រៀងបទនៅជាមនាថានេះបាទស្ដាប់មិញលងលោចពុកម៉ែបងប្អូនបាទអញ្ចឹងខ្ញុំចង់សួរបន្តទៀតនៅពេលដែលបងប្រឡងចប់នៅកម្មវិធីទូទួលបាយ័នតើលទ្ធផលបែបណាអត់ពេលយើងច្រៀងបទហ្នឹងហើយធ្លាក់បណ្ដោយច្រៀងធ្លាក់បណ្ដោយអនាថាឈាមអនាថាបាទដោយការហ្នឹងមិនទាន់ជាភ្លេងអីទេគ្រាន់តែឡើងដូចថាគេរើសប្រហែលអ្នកដើម្បីឡើងសូលើទូទួលប៉ុន្តែមិនបានឡើងទេបាទអាសូនៅខាងក្រោមហ្នឹងធ្លាក់បាត់ហើយបាទគ្រាន់តែអើយធ្លាក់បាត់ចប់ហ៎ពេលចាញ់ឈ្មោះមកអត់មានជាប់អីទេទៅមកជុំទៀតអត់តែមកដងធ្លាក់ឈ្មោះអាកាសអត់មានអត់ទេបាទអានេះគេច្រៀងក្រោមឆាកសិនមិនទាន់ដល់ឡើងឆាកទូទេអត់ទាន់មានឡាយទេគេជ្រើសរើសសិនបាទខ្ញុំចំណាំតែគណៈកម្មការហ្នឹងទៀតក៏ប្រឡងនៅវងធំគាត់ដាក់ក្នុងផ្ទុកដែរដល់ពេញដាក់ទៀតធ្លាក់មែនអត់ចាំឈ្មោះគាត់ទេប៉ុន្តែចំណាំមុខតាហ្នឹងតែមកប្រឡងធ្លាក់ហើយធ្លាក់មែនបាទថាហ្នឹងគាត់ចំណាំមុខទុបដូចយើងចូលផ្ទះគេអញ្ចឹងតែឆ្កែចំណាំមុខមួយនឹងដេញខាំហើយចូលផ្ទះទៀតលាបបានដេញខាំលោបាទប៉ុន្តែគឺថាអញ្ចឹងណាបងប្អូនបាទបទពិសោធន៍ដល់ខ្ញុំក៏សប្បាយចិត្តដែរដែលយើងអត់ជាប់បាទពីយើងមានថាអត់ជាប់តែយើងខ្វះខាតអីយើងបំពេញណាបាទវាអាចថាថ្ងៃហ្នឹងសុខភាពយើងមិនល្អក៏ថាបានដែរយើងមិនអាចបន្ទោសរឿងគណៈកម្មការដែរឬក៏បច្ចេកទេសច្រៀងរបស់យើងហ្នឹងជំនាន់ហ្នឹងយើងនៅក្មេងណាការស្ដាប់របស់គាត់មើលទៅយើងមាននៅការខ្វះខាតដុសខាត់មិនទាន់ដល់អីចឹងទៅបងប្អូនដែរអញ្ចឹងនេះយើងត្រឡប់មកបន្តទៀតក្រោយពីបន្លងនៅទូរទស្សន៍បាយ័នហើយយើងឈានចូលទៅណាទៀតប៉ូលី3កាលហ្នឹងច្រៀងភ្លេងការអូកាលខ្ញុំសាកដាក់ភ្លេងការបនសាសវត្តណាបនសាសវត្តបទភ្លេងការឆ្នាំ2000បាទតើការច្រៀងបទភ្លេងការហ្នឹងគេកំណត់ឲ្យច្រៀងបទភ្លេងការហ្មងឬក៏យើងជ្រើសរើសខ្លួនឯងយើងជ្រើសរើសតាអូបាទបងប្អូនកាលហ្នឹងអត់ជាប់ដែរច្រៀងបទកសែងក្រហមធ្លាក់ទៀតបានតែម្ដងធ្លាក់ដែរបងប្អូនដែលដាប់ខ្ញុំប្រឡងយីព្រៀងអត់ដែរជាប់ទេនិយាយតាមត្រង់តែម្ដងបានជាប់ម្ដងប៉ុណ្្នឹងឯងបាទជាប់ម្ដងឈប់ជាងបណ្ដោយឈប់ប្រឡងហត់លើសអាយុអីបងប្អូនអត់ទេវាហត់ពេកប្រឡងយីព្រៀងហត់តែពេលដល់ពេលយើងចូលយូរទៅសិល្បៈគេចំណាំមុខឯងប្រឡងធ្លាក់រហូតប៉ុន្តែដល់ពេលយើងប្រឡងក្នុងសិល្បៈនេះគេចំណាំមុខយើងថាយើងអ្នកសិល្បៈក៏ដែរដល់ទៅប្រឡងអត់លែងចង់ទៅប្រឡងបាទនៅបទមហោរីហ្នឹងតើបងជ្រើសរើសបទអីយកមកច្រៀងកាលបើប្រឡងអមហោរីបទសរសើរផ្កាយដូចអត់ដែរលឺលុងព្រះសូរយន្តបានខ្ញុំតអា
spoil បងបាទប្រិមិត្តកំណត់ឲ្យ spoil បត់ហ្នឹង ចាំឲ្យថាបត់នេះគឺខ្ញុំចូលចិត្តពុកម៉ែបងប្អូនកាប់ការលោកឪពុកខ្ញុំគាត់នៅរស់ណាបាទគាត់ចូលចិត្តស្ដាប់គាត់ចូលចិត្តចាក់បត់ហ្នឹងកាលនៅឆ្នាំខ្ទង់កៅជាង2ក្បែរ2000អីហ្នឹងគាត់ចូលចិត្តចាក់ស្ដាប់បត់ហ្នឹងឲ្យតែភ្ញាក់ឡើងឮបត់ភ្លេងការមហោរីអីបត់បែបអញ្ចឹងអីបាទអញ្ចឹងឥឡូវខ្ញុំចង់ឲ្យបងលើកយកបត់នឹងមួយយកមកបង្ហាញទស្សនិកជនពុកម៉ែបងប្អូនបាទដើម្បីបានសម្ដាប់នៅទម្រង់ដែលបងប្រុសបានចេះបាទនិយាយមែនតែនទៅស្មោះត្រង់ទៅខ្ញុំអត់ដែរបានស្ដាប់គ្រប់ទម្រង់អញ្ចឹងណាតែពុកម៉ែបងប្អូនពេលដែលខ្ញុំមកធ្វើពីកិច្ចសម្ភារពីជីវប្រវត្តិរបស់បងខ្លះនេះគឺយើងបានស្ដាប់គ្រប់ទម្រង់តែម្ដងបាទគឺទម្រង់ព្រោះមែនតែឥឡូវបងមានអមជាមួយនឹងត្រូអីយើងទេបត់ហ្នឹងឬក៏អត់អមអត់ដែរកូដត្រូបត់ហ្នឹងនិយាយរួមទៅតាមពិតខ្ញុំកូដត្រូភាគច្រើនដល់ភ្លេងការដល់មហោរីឬក៏បាសាក់អីចឹងបាទបត់កលុកកលាក់ច្រើនហើយយើងអត់សូវបានហាត់ណាខ្ញុំដោតលើច្រៀងចូលថាច្រៀងជាទី1ចុះបាទហើយបន្ទាប់បន្សំលេងភ្លេងអញ្ចឹងណាភ្លេងជាមុខជំនាញថាបន្ទាប់បន្សំអមគ្នាព្រោះដែលខ្ញុំទៅភាគច្រើនច្រៀងគាត់ថាយើងចេះភ្លេងខ្លះកុំឲ្យថាច្រៀងមួយមុខអញ្ចឹងកំដរអីចឹងទៅបាទជាអមបាទឥឡូវកុំឲ្យពុកម៉ែបងប្អូនតឹងរង់ចាំយូរពេលវេលាយើងក៏មានកំណត់ដែរអញ្ចឹងខ្ញុំចង់ឲ្យបងប្រុសបង្ហើរសំនៀងមួយម៉ាត់តាក់ទងជាមួយនឹងបទមហោរីបាទមហោរីមានចំណងជើងបទហ្នឹងសរសើរផ្កាយបទមិញបាទសរសើរផ្កាយបាទខ្ញុំចង់ស្ដាប់បទហ្នឹងមែនតើអញ្ចឹងចង់ឲ្យបងដាក់មកចប់មកបទហ្នឹងឲ្យណានៃមកទុកជូនពុកម៉ែបងប្អូនសម្ដាប់បាទតោះអញ្ចឹងខ្ញុំរាប់ជូនបងតោះ1 2 3បាទអើយលងព្រះសូរិយនអើយទុនត្រជាណាអូនអើយត្រង់លាក់បងហាញឆោមកលយានអើយត្រង់លាក់បងហាញអើយឆោមកលយានចប់ហើយហ្នឹងចប់ហើយខ្លីមែនអានេះយើងច្រៀងមួយវគ្គមួយវគ្គខ្លាចអស់ម៉ោងចុះមានវគ្គមួយទៀតទេយើងនៅសល់ដូចពេល15នាទីទៀតនោះបាទយើងមានទៀតតាអត់ទេតាមមួយបទយើងយកប្រឡងទេបានន័យថាខ្ញុំចង់ឲ្យបទហ្នឹងឲ្យតទៅឲ្យចប់សម្រាប់ពុកម៉ែបងប្អូនសម្ដាប់បាទពីព្រោះថាពេលខ្លះយើងចង់ស្ដាប់ឲ្យចប់នៅក្នុងអត្ថន័យបទហ្នឹងណាព្រោះពុកម៉ែបងប្អូនពងស្ដាប់ចប់បាទអត់ទាន់ដឹងថាចប់2វគ្គ3វគ្គមាន3វគ្គតែមិនមកលើកយកតែមួយវគ្គមកទេបាទមួយវគ្គទៅដើម្បីយើងទៅបត់ផ្សេងទៀតអីក៏បានច្រើនបត់អីបត់ផ្សេងយើងទុកសិនយើងចង់ឲ្យពុកម៉ែបងប្អូនដែលគាត់សម្ដាប់ហ្នឹងឲ្យចង់ដឹងថាតើបត់នេះពេលចប់ហ្នឹងវាមានអត្ថន័យយ៉ាងណាបាទអូនមើលតារាអើយរះអមច័ន្ទអើយណែណាន់ចំជុំជាបរពីអើយណែណាន់ចំជុំអើយជាបរពីនេះវគ្គ2បាទអូយព្រោះបរពីបរវាក៏បានដែរមិនថាដូចតែគេទៅសើច័ន្ទអញ្ចឹងណាច័ន្ទរះអញ្ចឹងទៅមានតារាអីរះអមជាបរវានេះដូចទៅសើប្រច័ន្ទទៅសើផ្កាយនេះបន់ទៅសើផ្កាយបាទបរវាបរពីបាទពុកម៉ែបងប្អូនបានស្ដាប់ហើយនិយាយទៅពីរោះមែនតែនពីព្រោះថានៅក្នុងមួយឃ្លាគឺវាដកជាប់មែនតែនណាពុកម៉ែបងប្អូនបាទឥឡូវយើងចាប់ដើមបន្តយ៉ាងម៉េចខ្ញុំចង់បានបន្តថាតើក្រោយពេលដែលបងចាប់ដើមប្រឡងនៅប៉ុស្តិ៍លេខ3បត់មិញណាបងប៉ុស្តិ៍លេខ3មិញប៉ុស្តិ៍អប្សរាខ្ញុំប្រឡងលទ្ធផលល្អដែរដោយសារខ្ញុំបានហាត់ច្រៀងអីចេះមហោរីបានច្រើនចំណងគេប្រឡងមហោរីផងភ្លេងការផងប៉ុន្តែខ្ញុំច្រៀងមហោរីដោយសារ
2004-2005 đây nhung che bọt màu đi thật mà là mồm đài vậy á chắc bọt mình chắc là áp xả tê bọt lòng áp xả tê mình có lịch bay tê có lịch bay chỉ đến play ca này ba mình mà hao đi bà chắc ở nơi không có áp xả nó dương bọt lòng ba màn bọt này đôi chờ mà bọt pi bọt đây đây pi bọt đây nó mà chung bây giờ bây giờ màu đi đừng play cám sao bên này bọt lòng đi tích tuổi bà chắc là lấy mấy po áp xà bà dương ban chấn po nó tăng pi po cái bông thống bà po bài doán po áp xà lấy chương cho mà po lịch bay mình po lịch bay xanh cả hòm lấy ca tại cả nắng đôi tha hạt tam cái sai thì bài hạt để luôn ai bà chắc là nó miền om rồi ở đây thì hào riết miền om rồi thì lên cả lên cả ở đây ban hạt chỉ riêng dùng mùi kia bà bắt ấy đấy bắt sai cả nắng chiên cái xanh cả hòm bọn nó kia thì dùng chặn được nông tê đài dương riệp pía na phụ mày bom ôn chia bị sáng nó pe bật bà nơi pe chả lọt pp 2 chả nôn là hô tật đo cầm đo là hô tật đo bài tham miên cầm đo ruộng á nè cầm đo ruộng tròn đầy ấy nó cứ miên lên ca nó cứ trâu kia riêng cầm đo cả đôi chia pe cắt tròn đấy cái miên bọt kì cái xanh cái hốt cái miên bọt kì cắt lại chơi nó cái miên bọt kì việt tàu sẽ bay miên tàu sẽ bay ấy nó cái miên bọt kì tiết bay thắm bọt nó cứ ta mà ca này cầm thì bọt kì ni mùi nè bà lấy bọt để bón chơi nó không cầm rong playing ca nó bật tái nó không cầm thì đấy lại cái xanh hóm cái đi cầm đo rong cầm đo rong bà nãy giờ chiên chân từ bà lấy trong ơi bông đạm một bọt nó mà pin bóng nó bông cùng cạt vừa phục bài bông ôn tại quạt sẽ đạp thôi quạt tròn nâng chân luôn lôi quạt tái đò chóp á có thấy ngó mấy không tái sẽ đá mấy chóp lượt này bé khoan chân tiết đó khăn dương này khăn dương này phải lật cầm thi tiết đó bà con khăn con trong to tiết tam đan channel xem chưa từ bà cái đôi channel bông dương trơn bà bông ôn comment comment của bạn này bà trong bàn bọt ấy comment cho bé khá dương tầm rơi chất bò dương này phải lật ở phía khác có nhom tầm rơi chất bông ôn đây thà nè đạp đài bảo là bông ôn được khơi thắng nhom trong đạp bọt đi bọt đâu bông ôn ai comment là mày nào xong bàn bà bông bài bông dương miền pé dương đang phải lật chuồn vậy bà mua là hai ấy này nhom ở trong ai bông pro chiring tích vì phù tha đừng miên bọt mình tham ấy chẳng á bông bài ôn đừng miên sống tổ đừng miên ăn thằng ấy mình tham là dương trong đạp ở lùm ật tỏ chân ở lấy còn ở rong trăm dú ở bông pro lượng dục bọt cần xanh có hóm làm mấy trái chun bông mai bông ôn tesana tỏ chẳng những xong rọp chun muối bí 7 san sờ nong con sai nhảy cỏ hòm ơi bông lọp thân om bay bom đôi chi thân om sray ơi ôn ai ôn đôi chi ơi ở thân om sray ơi con sai chuột lần ai cho đàn ai pro lưng cay quá ơi sray ơi ơi bông thai túc ơi sray ơi ơi bông thai túc ơi san sờ nong ai con sai sốt sna đây sray hốt bong na mình hiên chút mục ơi ôn ai ôn bong na mình hiên ai ở chút mục ơi bong không thái để xa tục pro lưng cay quá ơi khai bát này ở lần sray ơi khai bát này ở lần sray ơi tăng pi ôn liền luôn chàng tranh ơi pi bom còn sai nguồn lõ chui ở bong ban bài tục phây ôn ai ôn
ឲ្យបានស្បើយទុកភ័យតែមិនបានហើយប៉ុន្មានថ្ងៃព្រលឹងកែវ៉ាយកន្សែងស្រីក៏បាត់ទៀតណាអើយកន្សែងស្រីក៏បាត់ទៀតណាតាំងពីបាត់កន្សែងកំសត់ណាស្រីមុំទុកកាន់តែធំអរាក្រៀមក្រំចង់អៀតអូនអើយអូនអរាក្រៀមក្រំចង់អៀតកន្សែងក៏បាត់ស្រីក៏ឃ្លៀតប្រលឹងកាវ៉ាជាតិនេះងាយអភ័ព្វក្រៃជាតិនេះងាយអភ័ព្វក្រៃបាយបងប្អូនឡើងងុយដេកបិទភ្នែកមិញបិទភ្នែកម្ដងបាទនិយាយទៅពីរោះមែនតែនលងលោចមែនតែនបាទពុកម៉ែបងប្អូនប៉ុន្តែឥឡូវនេះគឺយើងរៀងបាទយើងដល់វេលាយើងគឺដល់ម៉ោងហើយព្រោះដោយសារតាកម្មវិធីរបស់យើងគឺយើងមានថរវេលាគឺយើងមានត្រឹមតែ1ម៉ោងទេក៏ប៉ុន្តែយើងនឹងជួបបងប្រុសនៅជីវប្រវត្តិបងប្រុសបន្តនៅភាគ2ដើម្បីយើងបញ្ចប់នៅក្នុងការតាមដាននៅជីវប្រវត្តិរបស់បងប្រុសផងដែរអញ្ចឹងកលៈវេលានេះខ្ញុំសូមគោរពនឹងជម្រាបលាពុកម៉ែបងប្អូនសិនពីព្រោះថាយើងនឹងជួបគ្នានៅវគ្គបន្តភាគ2ទៀតបាទអញ្ចឹងខ្ញុំនឹងបងប្រុសយើងយ៉នបាទក៏សូមអរកាយគ្រប់លាបងប្អូនតែប៉ុណ្នេះហើយមុននឹងលាក៏សូមអរគុណបងប្អូនដែលបានចំណាយពេលវេលាទស្សនាកម្មវិធីរបស់យើងរហូតដល់ចប់ហើយក៏សូមជូនពរបងប្អូនបាទវងតាមដានទស្សនានេះហើយបានជួបតែនឹងសេចក្តីសុខសេចក្តីចម្រើនហើយពិសេសគឺជូនបងពរដល់បងប្អូនកងទ័ពដែលកំពុងតែការពារព្រំដែនរបស់យើងហើយសូមឲ្យបងទទួលបានជោគជ័យសេរីសុខស្តីជោគជ័យគ្រប់ភារកិច្ចបាទសូមអរគុណបាទ